បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀន Excel របស់យើងបន្តទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងទៅស្វែងយល់ពាក់ព័ន្ធជាមួយនឹងការ save និង save as នៅក្នុងកម្មវិធី Excel អូខេអញ្ចឹងចំពោះការ save គឺប្រើពីរករណីទី1យើង save ឯកសារថ្មីទី2គឺយើង save ឯកសារដែលយើងធ្លាប់ save ម្ដងហើយប៉ុន្តែឯកសារហ្នឹងគឺយើងបើកយកមកធ្វើបន្តទៀតហើយយើងត្រូវការ save វាចំណែក save as ប្រើពីរករណីដូចគ្នាទី1ទៅលើការបង្កើត select កិច្ចការថ្មីក៏យើងអាចប្រើ save as បានដែរហើយទី2គឺការដែលយើងចង់ save ឯកសារមួយហ្នឹងចេញទៅជាឯកសារថ្មីមួយទៀតដែលយើងអាចដាក់ឈ្មោះផ្សេងពីឈ្មោះដើមដែល file យើងបាន save ម្ដងហើយអូខេអញ្ចឹងឧទាហរណ៍យើងចូលមកកាន់ file Excel អញ្ចឹងឯកសារនេះជាឯកសារដែល save រួចហើយនៅក្នុង computer ហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំបញ្ចូលលេខរៀងទី7 A7 បាទអញ្ចឹងបើសិនជាយើងអត់ចុចពាក្យ save យើងខ្វែងទៅវាសួរតែយើងចង់ save ឯកសារនឹងអត់អូខេបើសិនជាអត់ចង់ទេយើងយកពាក្យ don't save អញ្ចឹងអ្វីដែលយើងបានធ្វើវានឹងអត់ save ទេអញ្ចឹងវានៅត្រឹមលេខរៀងទី6ដដែលប៉ុន្តែបើយើងចុចពាក្យថា save គឺវានឹង save អាទិន្នន័យហ្នឹងអញ្ចឹងករណីខ្ញុំអត់ save យកពាក្យថា don't saveបើអញ្ចឹងនៅពេលដែលខ្ញុំយកពាក្យថា don't save ឯកសារហ្នឹងវានៅត្រឹមលេខរៀងទី6ដដែលអញ្ចឹងឧទាហរណ៍ខ្ញុំបញ្ចូលលេខរៀងទី7ម្ដងទៀតអូខេបន្ទាប់ពីបញ្ចូលលេខរៀងទី7ហើយពេលដែលខ្វែងយើងអាចយកពាក្យថា save ដើម្បីឲ្យឯកសារហ្នឹងគឺ save លេខរៀងទី7ដែរអូខេប៉ុន្តែខ្ញុំអត់ចង់បិទឯកសារហ្នឹងទេអញ្ចឹងខ្ញុំយកពាក្យ cancel អូខេអញ្ចឹងរបៀប save យើងមួយទៀតអានេះរបៀបមុនហ្នឹងគឺយើង save នៅពេលដែលយើងចង់បិទឯកសារហ្នឹងទេប៉ុន្តែបើសិនជាយើង save ដោយមិនបិទឯកសារហ្នឹងគឺយើងគ្រាន់តែចុចខាងលើនេះមកគឺវា save ហើយករណីមួយទៀតបើសិនជាខ្ញុំបញ្ចូលលេខរៀងទី8រៀងទី8អូខេអញ្ចឹងយើងបានធ្វើថែមលេខរៀងទី8បើសិនជាយើងចង់ save យើងអាចចូល file ហើយយកពាក្យថា save អូខេមួយទៀតពាក់ព័ន្ធជាមួយនឹងឯកសារថ្មីពេលដែលយើងបង្កើត file ថ្មីយើងយកពាក្យថា new ហើយយកពាក្យblank workbook នេះអូខេយើងអាចចូល file ហើយយើងប្រើ save ដើម្បីប្រើទៅរកទីតាំងដែលយើងចង់ដាក់នៅក្នុង computer អូខេអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ Excel 01ហើយចុចពាក្យថា save អញ្ចឹងនៅពេលដែលយើងបញ្ចូលទិន្នន័យយើងអាចចូលទៅ save ខាងលើនេះឬក៏យើងចូល file ហើយយើងយកពាក្យថា save អញ្ចឹងឯកសារហ្នឹងវានឹងរក្សាទុកទិន្នន័យដែលយើងបានបញ្ចូលអូខេករណីមួយទៀត save as យើងអាចsave file Excel 01ហ្នឹងទៅជាប្រភេទឈ្មោះ file ផ្សេងពីហ្នឹងក៏បានអូខេអញ្ចឹងពេលដែលយើងប្រើ save as គឺយើងចូល file ហ្នឹងមកបន្តមកទៀតយើង save as យើងចូលពាក្យ save as មកហើយយើងប្រើទៅរកទីតាំងដែលយើងចង់ដាក់អញ្ចឹងឧទាហរណ៍ខ្ញុំដាក់នៅក្នុងfile វីដេអូនេះបាទ folder វីដេអូនេះគឺខ្ញុំយកពាក្យ Excel 02ចឹង save ពេលដែលយើង save as មកគឺអា01ហ្នឹងវាបិទហើយប៉ុន្តែវាបើកអា file ថ្មីដែលយើង save
mìnhនឹងគឺមកជា file Excel 02 អញ្ចឹងនេះគឺជារបៀបនៃការប្រើប្រាស់ Save As សម្រាប់ save ឯកសារពីឯកសារឈ្មោះមួយទៅឈ្មោះមួយទៀតប៉ុន្តែជាប្រភេទ file Excel ដូចគ្នាបាទអញ្ចឹងបើសិនជាយើងចង់បង្កើត file ថ្មីគឺយើងអាចប្រើ Save As ដូចគ្នាអញ្ចឹងយើងចូល file យើងយកពាក្យ new ហើយយើងយក blank workbook បន្តទៅទៀតយើងចូល file យើងអាច save as ហើយយើងដាក់ឈ្មោះ file របស់យើងបន្តទៅទៀតយើងយកពាក្យថា save អូខេអញ្ចឹង save as ហើយនឹង save គឺខុសគ្នាបែបហ្នឹង save យើងអាច save ទៅលើឯកសារដែលបង្កើតថ្មីទៅលើឯកសារដែលយើងកំពុងធ្វើហើយយើងចង់ save បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់មេរៀន Excel របស់យើងបន្តទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងសិក្សាអំពីរបៀបនៃការ print file Excel អូខេអញ្ចឹងនេះជា file ដែលយើងបន្តពីមេរៀនមុនអូខេអញ្ចឹងនៅក្នុងនេះគឺយើងមានតារាង Excel មួយហើយយើងចង់ print អញ្ចឹងយើងធ្វើម៉េចអញ្ចឹងគឺយើងចូលទៅកាន់ file បន្តមកទៀតយើងយកពាក្យ print ហើយយើងអាចកំណត់ចំនួន select ដែលយើងចង់ print ចេញអញ្ចឹងនៅក្នុងនេះវាមាន6 select យើងអាចមើលខាងក្រោមនេះអូខេអញ្ចឹងឧទាហរណ៍បើសិនជាយើងចង់ print តែទំព័រទី1ទេអញ្ចឹងយើងអាចជ្រើសរើស page 1 2 page 1អញ្ចឹង print ពីទំព័រទី1ទៅទំព័រទី1ទេបើសិនជាយើងចង់ print ទំព័រទី1ទៅទំព័រទី2អញ្ចឹងកន្លែងនេះយើងដូរដាក់លេខ2វិញមកអូខេនឹងទី1បាទអញ្ចឹងទី2ចំណុចដែលសំខាន់ដែរគឺពាក់ព័ន្ធជាមួយនឹងកន្លែងនេះគឺ portrait orientation ពាក់ព័ន្ធជាមួយនឹង portrait ហ្នឹងគឺក្រដាសបញ្ឈរបើសិនជាយើងចង់ដាក់ក្រដាសផ្ដេកយើង select មកយើងយក landscape បាទយើងយក landscape អញ្ចឹង landscape គឺក្រដាសផ្ដេកហើយខាងក្រោមចំណុចដែលសំខាន់ដែរគឺទំហំក្រដាសអញ្ចឹងជាក់ស្ដែងបើសិនជាយើង print ក្រដាស A5 យើងអាច select កន្លែងនេះហើយយើងរើសយកពាក្យ A5 ហើយបើសិនជាយើងមានក្រដាស A4 យើង print ជាប្រភេទ A4 គឺយើង select A4 បាទអញ្ចឹងក្នុងនេះឧទាហរណ៍ print A5 អូខេអញ្ចឹងយើង select A5 មកបន្តមកទៀតកន្លែង normal margin នេះអានេះគឺយើងចូលទៅកំណត់គែមសងខាងនៃselect ដែលយើងចង់ print ចេញអញ្ចឹងកន្លែងនេះយើងអាច customize margin ឬក៏យើងយក narrow អូខេអញ្ចឹងបើសិនជាយើងយក customize យើងអាចដាក់វាចំកណ្ដាលអញ្ចឹង left យើងអាចតម្កល់ទិន្នន័យរបស់យើងមកខាងស្ដាំនេះបាទយើងអាចចុច OK អញ្ចឹងវាខាងឆ្វេងនេះ space ធំជាងមុនអញ្ចឹងយើងចង់ឲ្យខាងឆ្វេងខាងស្ដាំស្មើគ្នាយើងអាចចូល customize margin ហើយយើងបន្ថយវាមកវិញមកហើយយើង OK អូខេអញ្ចឹងយើងអាចទៅឡើងទៅវិញអញ្ចឹងអាហ្នឹងយើងមើលតាមជាក់ស្ដែងអញ្ចឹងខ្ញុំដាក់ 1.15 ហើយយក OK អូខេចំពោះmargin ហ្នឹងយើងអាចកំណត់ top ផ្នែកខាងលើចំណែកឯ bottom នេះគឺផ្នែកខាងក្រោមរវាងទិន្នន័យនិងផ្នែកខាងក្រោមនេះចំណែកឯ right គឺខាងស្ដាំបាទហើយកន្លែងនេះយើងកំណត់ហើយពាក់ព័ន្ធជាមួយ page យើងយក landscape ហើយ header ឬក៏ footer យើងអាចដាក់បានបើសិនជាយើងចង់ដាក់អូខេអញ្ចឹងចំណុចសំខាន់គឺមានតែប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹងការកំណត់ទំហំក្រដាសនិងការកំណត់គែមសងខាងនៃទិន្នន័យរបស់យើងអូខេអញ្ចឹង header បើសិនយើងចង់ដាក់យើងអាចដាក់បានចានេះដាក់ master list ហើយ footer អាចដាក់ជាអាចដាក់ date
ចឹងអូខេមកនេះវាចេញ that មកអូខេអញ្ចឹងយើងឃើញ master list ហើយ that អូខេបន្ទាប់ពីយើងកំណត់ទាំងអស់នឹងហើយយើងអាចចូល select ម៉ាស៊ីន print បើសិនជាយើងមានម៉ាស៊ីន print យើងអាច select ម៉ាស៊ីន print ដែលយើងបានភ្ជាប់ជាមួយនឹងម៉ាស៊ីនកុំព្យូទ័ររបស់យើងអូខេបន្ទាប់ពី select ម៉ាស៊ីន print ហើយយើងអាចចុចពាក្យថា print តែម្ដងទៅអូខេមានចំណុចមួយដែលខ្ញុំអត់បានបញ្ជាក់គឺកន្លែង copy នេះគឺយើងអាចរើសចំនួន select ដែលយើងចង់ print ចេញបាទអញ្ចឹងបើយើងចង់បានឧទាហរណ៍ Martin này ហ្នឹងយើងចង់បាន10គឺយើងដាក់ចំនួន10មកបាទអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ print គឺមានប៉ុណ្ណឹងបាទអូខេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀន Excel របស់យើងបន្តទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងស្វែងយល់អំពីការ export file Excel ទៅជាប្រភេទ file PDF អូខេអញ្ចឹងដើម្បី export វាតើយើងធ្វើម៉េចអញ្ចឹងយើងមាន file Excel តពីមេរៀនមុនដើម្បី export វាគឺយើងចូលទៅកាន់ file អូខេយើងក្រឡេកទៅមើលពាក្យ export នៅខាងក្រោមនេះបាទបន្ទាប់ពីយើង select លើវាហើយពេលដែលវា load បែបនេះគឺយើងអាចយកពាក្យ create PDF បន្ទាប់មកទៀតយើងអាចជ្រើសរើសទីតាំងនៅក្នុង computer របស់យើងដែលយើងចង់ដាក់បាទអញ្ចឹងឧទាហរណ៍ខ្ញុំដាក់នៅក្នុង folder វីដេអូនេះហើយកន្លែងនេះយើងអាចដាក់ឈ្មោះហើយចំពោះ cell as style នេះយើងអាចជ្រើសរើសជាប្រភេទXPS document ឬក៏ PDF បាទអញ្ចឹងក្នុងនេះខ្ញុំយកជាប្រភេទ PDF បន្ទាប់មកទៀតយើងអាចចុចពាក្យ publish អូខេបន្ទាប់ពីយើងចុច publish មកគឺ file Excel របស់យើងត្រូវបាន convert ទៅជា PDF ហើយអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតពាក់ព័ន្ធជាមួយនឹងមេរៀន Excel ឬក៏រូបមន្ត Excel បន្តទៀតបាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀន Excel របស់យើងបន្តទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងសិក្សាស្វែងយល់អំពី Home tab ពាក់ព័ន្ធជាមួយនឹង Font formatting អូខេអញ្ចឹងនៅក្នុង Font formatting ដើម្បីប្រើប្រាស់វាគឺយើងចូលទៅកាន់ Home tab បាទយើងចូលទៅកាន់ Home tab បន្តមកទៀតគឺយើងឃើញបាទប្លុកនេះបាទប្លុកនេះគឺជា block font formatting បាទអញ្ចឹងកន្លែង box ខាងលើនេះគឺជាកន្លែងសម្រាប់បដូរនៅប្រភេទ font អូខេអញ្ចឹងឧទាហរណ៍កន្លែងនេះ list of stock in នេះខ្ញុំចង់ដូរ font របស់វាគឺយើងអាច select លើវាហើយយើងអាចជ្រើសរើស font ដែលយើងចង់ដាក់បើសិនជាយើងស្គាល់ឈ្មោះ font គឺយើងអាច typing យកតែម្ដងប៉ុន្តែបើយើងអត់ស្គាល់ទេយើងអាច off select ទៅលើ font ណាមួយដែលយើងចង់យកមកប្រើបាទអញ្ចឹងឧទាហរណ៍ខ្ញុំយកប្រភេទ font មួយនេះចុះឧទាហរណ៍បាទអូខេអញ្ចឹង font យើងត្រូវបានផ្លាស់ប្ដូរហើយបន្តមកទៀតត្រង់កន្លែងនេះគឺយើងអាចប្រើ shortcut key Ctrl B ហ្នឹងគឺ bold សម្រាប់ដាក់អក្សរឲ្យដិតបាទអញ្ចឹងយើងចុចលើវាអញ្ចឹងអក្សរហ្នឹងវានឹងប្រែទៅជាអក្សរដិតហើយចំណែកមួយនេះយើងប្រើ shortcut key Ctrl I គឺពាក្យពេញមកពីពាក្យ italic អញ្ចឹងគឺកន្លែងហ្នឹងគឺសម្រាប់តែយើងចង់ដាក់អក្សរឲ្យទៅជាអក្សរប្រភេទ trade បាទអញ្ចឹងពេលដែលយើងចុចលើវាអក្សរហ្នឹងទៅជាប្រភេទអក្សរ trade ចំណែកចំណុចបន្តមកទៀតគឺ underline យើងអាចប្រើ shortcut key Ctrl U អញ្
ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលប្រើសម្រាប់ដាក់បន្ទាត់ទៅឲ្យអក្សររបស់យើងបាទពេលដែលយើងចុចលើវាគឺវានឹងដាក់បន្ទាត់នៅពីក្រោមហើយយើងអាចដាក់double underline ដែរបាទពេលដែលយើងជ្រើសរើស double underline គឺវានឹងដាក់បន្ទាត់2នៅខាងក្រោមអក្សរអូខេចំណែកកន្លែងនេះគឺពាក់ព័ន្ធជាមួយនឹង border គឺជាការដាក់ border ទៅឲ្យសាររបស់យើងបាទអញ្ចឹងកន្លែងនេះយើងអាចចូល more border ដើម្បីរើស style border យកមកប្រើប្រាស់ហើយយើងអាចជ្រើសរើសពណ៌នៅកន្លែងនេះបាទអញ្ចឹងកន្លែង color នេះគឺយើងអាចជ្រើសរើសពណ៌អូខេហើយកន្លែងនេះយើងអាច select ប្រភេទដែលយើងចង់ដាក់បាទអញ្ចឹងបើសិនជាយើងចង់ដាក់តែខាងលើទេគឺយើងមិនបាច់ select ជ្រុង3ផ្សេងទៀតទេបើសិនជាយើងចង់ដាក់ខាងក្រោមគឺយើងអត់ select ទៅលើខាងលើនេះទេគឺយើង select តែខាងក្រោមមួយបាទអញ្ចឹងចំពោះ border ឧទាហរណ៍កន្លែងនេះខ្ញុំអត់យកអា more border នឹងទេខ្ញុំគ្រាន់តែរើសខាងលើនេះក៏បានដែរកន្លែង all border នេះគឺយើងដាក់ border ទៅលើ cell ទាំងអស់ដែលយើងបាន select ចឹងពេលដែលយើង select មកគឺវាដាក់ទាំងអស់អូខេបន្តមកទៀតកន្លែងនេះគឺពាក់ព័ន្ធជាមួយនឹង fill color យើងអាចដាក់ពណ៌ទៅលើ cell របស់យើងបាទអញ្ចឹងមានពណ៌ច្រើនយើងអាចជ្រើសរើសទៅតាមការស្រឡាញ់របស់យើងមកបាទអញ្ចឹងឧទាហរណ៍ខ្ញុំ select cell ប៉ុណ្នេះហើយខ្ញុំទៅរើសពណ៌ fill អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ពណ៌លឿងអូខេបន្តមកទៀតពាក់ព័ន្ធជាមួយនឹង font color គឺប្រើសម្រាប់កំណត់ទៅលើពណ៌របស់ font អូខេអញ្ចឹងឧទាហរណ៍ខ្ញុំ select ប៉ុណ្នេះហើយខ្ញុំចង់ដូរពណ៌នេះឲ្យទៅជាពណ៌ក្រហមអញ្ចឹងខ្ញុំចូលកន្លែងហ្នឹងហើយរើសពណ៌ក្រហមអូខេចំណែកខាងលើនេះយើង select កន្លែងនេះគឺសម្រាប់បន្ថែមទំហំអក្សរអញ្ចឹងពេលដែលយើងចុចលើវាទំហំអក្សរនឹងធំជាងមុនហើយខាងក្រោមនេះបើសិនជាយើងចង់បន្ថយទំហំអក្សរគឺយើងចុចខាងនេះបាទប៉ុន្តែចំពោះទំហំអក្សរយើងអាចចូល select នៅក្នុង box នេះក៏បានដែរហើយយើងអាចរើសនៅទំហំដែលយើងចង់បានអញ្ចឹងឧទាហរណ៍ក្នុងនេះខ្ញុំយកទំហំ16អូខេអញ្ចឹងនេះគឺជាចំណុចពាក់ព័ន្ធជាមួយនឹង home tab បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀន Excel របស់យើងបន្តទៀតអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ home tab ត្រង់ប្លុក alignment អញ្ចឹង alignment នេះគឺជាការតម្រឹមនៅទិន្នន័យអក្សររបស់យើងឲ្យមានភាពស្រស់ស្អាតអូខេអញ្ចឹងឧទាហរណ៍នៅក្នុងនេះអានេះគឺជា header របស់ table របស់យើងអញ្ចឹងចង់ merge វាចូលគ្នាគឺយើង select បែបហ្នឹងហើយយើងចូលទៅកាន់ merge and center បាទអញ្ចឹងនៅពេលដែលខ្ញុំទាញបរិយាវាមកគឺអក្សររបស់យើងគឺវាមកខាងក្រោមដោយសារតែវាជាប់ default bottom align អញ្ចឹងបើសិនជាយើងចង់ដាក់វាទៅកណ្ដាលគឺយើងយក middle align បាទអញ្ចឹងយើងចុចលើ middle align មកគឺវានៅចំកណ្ដាលបើសិនជាយើងចង់យកវាទៅ top គឺយើងចុចកន្លែង top align អូខេហើយបើសិនជាយើងចង់ឲ្យវាទៅខាងឆ្វេងនេះគឺយើងយក align left បើសិនជាយើងចង់ឲ្យវាមកខាងស្ដាំតម្រឹមខាងស្ដាំគឺយើង align right អូខេ table នេះគឺយើងយក center align អញ្ចឹងគឺយើងចុចកន្លែង center align នេះអញ្ចឹងជាទូទៅពេលដែលយើងចុច merge គឺវា auto center align បាទអញ្ចឹងកន្លែងនេះគឺ center align នេះគឺកណ្ដាលអូខេអញ្ចឹងយើងយក middle align មកគឺវានៅចំកណ្ដាលហើយបាទហើយចំពោះទិន្នន័យ
បើសិនជាយើងចង់រំកិលទៅស្ដាំគឺយើងយកកន្លែងនេះបាទបើសិនជាយើងចង់រំកិលមកខាងឆ្វេងនេះគឺយើងយកកន្លែងនេះអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងបាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងសិក្សាមេរៀន Excel របស់យើងបន្តទៀតអញ្ចឹងនៅក្នុងមេរៀនថ្ងៃនេះគឺយើងសិក្សាទៅលើ Home tab ដដែលបាទអញ្ចឹង block number នៅកន្លែងនេះបាទអញ្ចឹង block number គឺប្រើសម្រាប់យើងកំណត់នៅ format នៃ number របស់យើងអញ្ចឹងឧទាហរណ៍កន្លែងនេះដើម្បីចេញសញ្ញាដុល្លារអញ្ចឹងបានគឺយើងចុចនៅចំកន្លែងនេះបាទ account number format ជាដុល្លារអូខេប៉ុន្តែពេលដែលយើងចុចវាចេញក្រោយក្បៀស2បើសិនជាយើងចង់មិនចង់យកក្រោយក្បៀសយើងអាចចុច decrease decimal នេះបានអូខេបើសិនជាយើងចង់យកក្រោយក្បៀសគឺយើងយក increase អូខេអញ្ចឹងយើងយកប្រមាណខ្ទង់ក៏បានដែរតែចិត្តយើងចង់បានអូខេមួយវិញទៀតបើសិនជាយើងចង់បានជាភាគរយអញ្ចឹងយើងអាចចូលកន្លែងនេះបាទ control shift ភាគរយអូខេនេះគឺប្រើសម្រាប់ format number បាទហើយបើយើងយកជាសញ្ញាដុល្លារគឺកន្លែងនេះហើយបើសិនជាយើងចង់យកជារូបិយប័ណ្ណដូចជាអឺរ៉ូក៏យើងអាចរើសបានដែរអូខេជាដុល្លារជាអឺរ៉ូជាលុយរបស់ចិនបាទ Chinese អូខេឬក៏យើងអាចយកជា pound អូខេអញ្ចឹងកន្លែងនេះខ្ញុំយកជាដុល្លារអញ្ចឹងពាក់ព័ន្ធជាមួយ number កន្លែង quantity ខ្ញុំគ្រាន់តែជាឧទាហរណ៍ទេត្រង់កន្លែងនេះ format វាជា general បើសិនជាយើងយក number ក្រោយក្បៀសវាមាន2ខ្ទង់ប៉ុន្តែបើសិនជាយើងចង់ដកវិញគឺកន្លែងនេះអូខេបើសិនជាយើងចង់ដាក់ក្រោយក្បៀសវិញកន្លែងនេះអូខេបើសិនជាយើងយកជា currency វា automatic ជារូបិយដុល្លារអូខេបើសិនជាយើងយកជា accounting ក៏ដុល្លារដែរបាទពាក់ព័ន្ធជាមួយ format វាអូខេបើយើងយកជា short date វានឹងចេញជាថ្ងៃខែតម្រង់ខ្លីអូខេវាជាលេខទេប៉ុន្តែបើសិនជាយើងយកជា date វានឹងចេញថ្ងៃខែបើសិនជាយើងយកជាតម្រង់ long date វានឹងចេញមានថ្ងៃមានខែមានថ្ងៃទីប្រហែលឆ្នាំណាបាទអញ្ចឹង long date គឺបែបហ្នឹងបើសិនជាយើងយកជា time វានឹងចេញជាតម្រង់ម៉ោងវិញបើសិនជាយើងយកជាភាគរយវានឹងចេញជាតម្រង់ភាគរយបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងប្រើសម្រាប់កំណត់ format number អូខេហើយកន្លែង more number format នេះគឺយើងអាចជ្រើសរើសនៅតម្រង់ផ្សេងដែលយើងចង់យកមកប្រើអញ្ចឹងឧទាហរណ៍ខ្ញុំចូល customize បាទពេលដែលរើសតម្រង់បែបហ្នឹងគឺយើងអាច customize បានអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ជាប្រភេទ box អញ្ចឹង sample របស់វាចេញមក box ចុច OK មកឧទាហរណ៍នៅត្រង់កន្លែងនេះវាមាន double code អញ្ចឹងបើចង់ឲ្យវា show code ណាដែលមាន double គឺយើងអាចចូល formatting ហើយយើង select លើវាអញ្ចឹងហើយយើងចូល formatting រួចហើយយើងយក highlight cell rule បន្តមកទៀតយើងអាចជ្រើសរើស duplicate value ប៉ុន្តែនៅក្នុងនេះគឺមានតម្រង់ច្រើនបើសិនជាយើងចង់ប្រើ highlight យើងអាចប្រើលក្ខខណ្ឌធំជាងក៏យើងអាចដាក់ highlight បានលក្ខខណ្ឌតូចជាងក៏យើងដាក់ highlight បានលក្ខខណ្ឌនៅចន្លោះក៏យើងអាចដាក់ highlight បានលក្ខខណ្ឌដែលស្មើក៏យើងអាចដាក់បានលក្ខខណ្ឌជាតម្រង់អក្សរក៏យើងអាចដាក់បានហើយលក្ខខណ្ឌជា date ក៏យើងអាចដាក់បានចំណែកឯចុងក្រោយគេហ្នឹងគឺ duplicate អញ្ចឹង duplicate គឺប្រើញឹកញាប់ហើយជាមួយនឹងទិន្នន័យ
ធំជាងឬក៏តូចជាងដែលយើងប្រើទៅ highlight អូខេអញ្ចឹងឧទាហរណ៍យើងយក duplicate យើងអាច highlight បានបាទអញ្ចឹងខ្ញុំចង់ដាក់ឲ្យវា load ជាអក្សរពណ៌ក្រហមឬក៏យើងអាច custom format ក៏បានដែរបាទអញ្ចឹងយើងចូលមកកន្លែង format ហើយយើងអាចជ្រើសរើសពណ៌តាមការចង់បានអូខេអញ្ចឹងខ្ញុំចង់ឲ្យវា highlight ទៅចេញជាអក្សរពណ៌ក្រហមវិញអញ្ចឹងចុច OK មកអញ្ចឹងយើងចុច OK ទៀតមកបាទអញ្ចឹងទិន្នន័យដែលស្ទួនដែលជាន់គ្នាដែល double គឺវានឹងចេញទៅតាមពណ៌ឬក៏តម្រង highlight ដែលយើងបានកំណត់អូខេបាទឥឡូវយើងមកស្វែងយល់ពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌធំជាងម្ដងអញ្ចឹងលក្ខខណ្ឌធំជាងយើងអាច select ទៅលើ quantity select quantity ហ្នឹងបន្តមកទៀតយើងចូល conditional formatting យើងយកពាក្យ highlight cell rule ហើយយើងជ្រើសរើស greater than អញ្ចឹងកន្លែងនេះគឺជាលក្ខខណ្ឌអញ្ចឹងយើងអាចដាក់នៅចំនួនដែលយើងចង់ដាក់លក្ខខណ្ឌអញ្ចឹងឧទាហរណ៍ធំជាង4ខ្ញុំឲ្យវាលោតពណ៌ green អញ្ចឹងខ្ញុំបញ្ចូលលេខ4បាទអញ្ចឹងលក្ខខណ្ឌយើងចង់ដាក់កំណត់លេខប្រមាណក៏បានទៅតាមប្រភេទទិន្នន័យដែលយើងចង់ដាក់បន្តមកទៀតយើងចូលទៅ format ហើយយើងរើស color អញ្ចឹងខ្ញុំយក green ហើយចុច OK អញ្ចឹងលេខដែលធំជាង4វានឹង load green ប៉ុន្តែកន្លែងនេះដោយសារតែជាប្រភេទអក្សរវាចាប់អត់ស្គាល់អញ្ចឹងវាក៏ load green ដែរបាទអញ្ចឹង format table គឺប្រើសម្រាប់កំណត់ទៅលើ format របស់ table របស់យើងដែលយើងអាចជ្រើសរើស style ជាច្រើនចេញពី format ដែលមាននៅក្នុងហ្នឹងអូខេអញ្ចឹងឧទាហរណ៍ខ្ញុំ select ទៅលើ table នេះបន្តមកទៀតចូល format as table ហើយយើង select style ដែលយើងចង់បានអូខេអញ្ចឹងឧទាហរណ៍ខ្ញុំ select បែបនេះហើយចុចពាក្យ OK អញ្ចឹងវានឹង load ទៅតាមទម្រង់ style ដែលយើងបានជ្រើសរើសបាទអញ្ចឹងនៅក្នុង style ហ្នឹងយើងអាចចូលមកដូរកន្លែងនេះបើសិនជាយើងចង់មានការផ្លាស់ប្ដូរទៅ style ណាមួយដែលយើងចង់បានអញ្ចឹងក្នុងនេះវាមានច្រើន style បាទឧទាហរណ៍ខ្ញុំដូរមកបែបនេះអញ្ចឹងកន្លែងនេះខ្ញុំអាច merge វាអូខេអញ្ចឹងនៅកន្លែងនេះពេលដែលយើងយកជាប្រភេទ format style ចឹងហើយវាឲ្យយើងមើលទេបាទអញ្ចឹងខ្ញុំ back វិញសិនអញ្ចឹង format table ខ្ញុំយកត្រឹមនេះវិញហើយចូល format as table style ហើយ select style អូខេអញ្ចឹងកន្លែងខាងលើនេះគឺយើងអាចចូលមក merge បានអូខេអញ្ចឹង style នេះយើងអាចចូលទៅដូរបាននៅកន្លែង table design អញ្ចឹងពេលដែលយើងដាក់ format style ឲ្យវាហើយវានឹង load នៅខាងលើនេះគឺ table design អញ្ចឹងយើងអាចចូលទៅផ្លាស់ប្ដូរចូលទៅបន្ថែមទៅតាមតម្រូវការដែលយើងចង់បានអូខេអញ្ចឹងឧទាហរណ៍ខ្ញុំយកមកតម្រង់ដើមវិញអញ្ចឹងវានឹងចេញបែបនេះបើសិនជាដូរទៅតម្រង់ណាមួយផ្សេងបាទអញ្ចឹងចំពោះការងារជាក់ស្ដែងបើសិនជាយើងស្រឡាញ់តម្រង់មួយណាយើងអាចជ្រើសរើសតម្រង់មួយនឹងបានអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ cell style បាទអញ្ចឹងជាឧទាហរណ៍យើងចូលមកកាន់តារាង Excel របស់យើងអញ្ចឹងកន្លែង description នេះខ្ញុំចូលទៅ cell style ខ្ញុំដាក់ bed បាទអញ្ចឹងវាចេញនៅ style បែបនេះកន្លែង price នេះខ្ញុំចូលទៅ cell style ខ្ញុំដាក់ good អញ្ចឹងវានឹងចេញ style បែបហ្នឹងបាទចំពោះ box បើសិនជាដូរ style ទៅជា neutral បាទវានឹងចេញ style បែបនេះ
បាទចំពោះ date យើងអាចចូលទៅដូរ style ការ accumulate បាទវាចេញបែបនេះបាទអញ្ចឹងនៅក្នុងនេះគ្រាន់តែជាការឧទាហរណ៍ទេប៉ុន្តែបើសិនជាយើងត្រូវការប្រើយើងអាចប្រើទៅតាមជាក់ស្ដែងបានបាទបាទអញ្ចឹងបើសិនជាយកជា input បាទវាចេញទម្រង់បែបនេះបាទបើសិនជាយើងយកជា link បាទវាចេញទម្រង់បែបនេះបើសិនជាយកជា node វាចេញបែបនេះអូខេបាទបើយើងយកជា output គឺវាចេញបែបហ្នឹងហើយបើយើងយកជា warning text បាទវាចេញពណ៌ក្រហមបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹង cell style គឺមានប៉ុណ្ណឹងបាទអញ្ចឹង cell style គឺប្រើសម្រាប់ apply style ទៅឲ្យ cell នៅក្នុង table របស់យើងបាទអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ insert អញ្ចឹងចំពោះ insert មានចំណុច3សំខាន់ដែលយើងត្រូវដឹងទី1ការ insert sheet ទី2ការ insert row to date ទី3ការ insert column ជាប្រភេទជួរឆោបាទអញ្ចឹងនៅក្នុងនេះខ្ញុំចង់ insert sheet មួយទៀតអញ្ចឹងក្នុងនេះយើងមាន sheet 3បើសិនជាយើងចង់បន្ថែម sheet មួយទៀតយើងអាចចូលទៅកាន់ insert បាទហើយយើង select ទៅលើ insert sheet បាទអញ្ចឹងវានឹងចេញ sheet មួយបន្ថែមទៀតបាទអញ្ចឹងខ្ញុំលុបវាវិញសិនចំណុចបន្តមកទៀតពាក់ព័ន្ធជាមួយនឹងការ insert ជួរឆោអញ្ចឹងដើម្បី insert ជួរឆោគឺយើងអាច select កន្លែងដែលយើងចង់ insert អញ្ចឹងបើសិនជាខ្ញុំចង់ insert បន្ថែមកន្លែងនេះបាទ insert មកខាងឆ្វេងមកខាងឆ្វេងគឺមកបន្លោះនេះបន្លោះកណ្ដាលរវាង date និង remark អញ្ចឹងខ្ញុំអាច select បែបនេះបន្តមកទៀតចូល insert អូខេបន្ទាប់ពី select បែបហ្នឹងហើយចូល insert ហើយយើងឃើញពី insert cell យើងអាចចុចលើវាអញ្ចឹងវានឹងបន្ថែមជួរឈរឲ្យយើងមួយទៀតបាទចំណុចបន្តមកទៀតបើសិនជាចង់ insert ចន្លោះលេខរៀងទី2និងលេខរៀងទី3អញ្ចឹងខ្ញុំចង់ insert ជួរដេកមួយទៀតអញ្ចឹងខ្ញុំអាច select លេខរៀងទី3បាទ select បែបហ្នឹងមកបន្តមកទៀតយើងចូល insert ហើយយើងយកពាក្យ insert cell អូខេឬក៏យើងអាចចូល insert ហើយយើងយកពាក្យ insert sheet row ក៏បានដែរបាទដូចគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ insert មានចំណុចសំខាន់ចំនួន3ហ្នឹងដែលយើងប្រើនៅក្នុងការងារជាក់ស្ដែងគឺអាចមានជួបករណីនេះញឹកញាប់អូខេអញ្ចឹងក្នុងហ្នឹងវាមានច្រើនប៉ុន្តែយើងចេះតែ3ហ្នឹងគឺយើងអាចប្រើប្រាស់ Excel បានហើយនៅក្នុងការងារជាក់ស្ដែងបាទអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ delete cell បាទអញ្ចឹងពេលដែលយើងចូលមកកាន់ home tab គឺយើងឃើញមាន delete cell នៅត្រង់ចំណុចនេះអញ្ចឹង delete cell នេះគឺប្រើសម្រាប់លុបទៅលើ cell ដែលយើងចង់លុបវាចេញបាទអញ្ចឹងឧទាហរណ៍នៅក្នុងពីនេះយើង insert នៅមេរៀនមុនអញ្ចឹងអត់ចាំបាច់ក្នុងការប្រើយើងចង់លុបវិញយើងអាច select ទាំងពីរ cell ហ្នឹងក៏បាន select តែមួយក៏បានបន្ទាប់ពីយើង select បែបហ្នឹងហើយយើងអាចចូល delete ហើយយើងយកពាក្យ delete cell បាទចំពោះការលុបនៅជួរឆោយើងអាច select បាទឧទាហរណ៍យើងចង់លុបជួរឆោមួយនេះអញ្ចឹងយើងអាច select វាបែបហ្នឹងបាទ select វាអញ្ចឹងមកបន្តមកទៀតយើងចូល delete cell ហើយយើងយកពាក្យ delete cell អូខេចំណុចបន្តមកទៀតពាក់ព័ន្ធជាមួយនឹងការលុប sheet អញ្ចឹងនៅក្នុងមេរៀនមុនខ្ញុំបានលុប sheet មួយហើយប៉ុន្តែដើម្បីកាន់តែច្បាស់យើងអាចចូល insert sheet មួយបាទអញ្ចឹងជាឧទាហរណ៍បើសិនជាយើងចង់លុប sheet យើងអាចចុចលើ sheet ហ្នឹងមកបន្តមកទៀតយើងចូល delete ហើយយើងយកពាក្យ delete sheet បាទអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ delete cell គឺមានចំណុចសំខាន់ប៉ុណ្ណឹងបាទ
អញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ home tab ដដែលត្រង់ចំណុច format បាទអញ្ចឹង format គឺប្រើសម្រាប់យើង apply នៅ format ផ្សេងៗទៅលើ cell របស់យើងអញ្ចឹងយើងអាចselect ទៅលើ cell មួយបាទអញ្ចឹងឧទាហរណ៍ខ្ញុំ select នៅ cell មួយនេះហើយចូល format អញ្ចឹងទី1ពាក់ព័ន្ធជាមួយនឹង row high row high នេះគឺយើងអាចប្រើកំណត់ទៅលើកម្ពស់នៃ cell របស់យើងអញ្ចឹងឧទាហរណ៍ខ្ញុំចុចលើវាអញ្ចឹងក្នុងនេះ high វាកម្ពស់15បាទអញ្ចឹងខ្ញុំចង់ដាក់20ចុច OK អញ្ចឹងកម្ពស់វានឹងធំជាងមុនកម្ពស់20បាទបន្តមកទៀតយើងចូល format ត្រង់ចំណុចទី2ពាក់ព័ន្ធជាមួយនឹង auto fit row high auto fit នេះគឺជាការដាក់កម្ពស់ប្រឈររបស់យើងហ្នឹងគឺដោយស្វ័យប្រវត្តិអញ្ចឹងយើងអាចយក auto fit បាទបើសិនយើងចង់ដាក់ដោយស្វ័យប្រវត្តិអញ្ចឹងពេលដែលយើងដំឡើងទំហំអក្សរគឺ high វា fit ដោយស្វ័យប្រវត្តិអញ្ចឹងក្នុងនេះយើងចង់បានwidth របស់វាអញ្ចឹង width របស់វាគឺវាអត់ស្វ័យប្រវត្តិទេអញ្ចឹងបើយើងចង់បានដោយស្វ័យប្រវត្តិដែរយើងអាចចូល format ហើយយើងយក auto column width បាទត្រង់ចំណុចនេះគឺវា fit ដោយស្វ័យប្រវត្តិបើសិនជាយើងចង់ដាក់ specific មកទៅលើ column នៃ width អញ្ចឹងយើងអាចចូល column width ហើយយើងអាចបញ្ចូលចំនួនឧទាហរណ៍ខ្ញុំដាក់50បាទអញ្ចឹងវានឹងចាញ់ធំជាងមុនបាទអញ្ចឹងបើសិនជាយើងចង់ងាយស្រួលយើងដាក់ auto fit ទៅបាទអញ្ចឹងពេលដែលយើងដាក់ auto fit គឺវា fit ឲ្យ automatic តែម្ដងករណីយើងតម្លើង font បាទយើងអាចចូល auto width បាទអញ្ចឹងវានឹងចេញដោយស្វ័យប្រវត្តិហើយវាអត់បានអក្សរដែលយើងបានពង្រីកហ្នឹងទេប៉ុន្តែពេលយើងបន្ថយទំហំអក្សរមកវិញគឺវាអត់ auto fit ទេអញ្ចឹងតោះតែយើងចូល format ហើយយើងយក auto fit ម្ដងទៀតបាទអូខេបាទអញ្ចឹងចំណុចបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹង high ឬក៏ unhigh អញ្ចឹងឧទាហរណ៍ខ្ញុំចង់high កន្លែង price អញ្ចឹងអាច select លើវាបន្តមកទៀតចូល format ហើយយកពាក្យ high បាទអញ្ចឹងនៅពេលដែលយើងយកពាក្យ high ឬក៏ unhigh គឺវា load បែបនេះអញ្ចឹងយើងអាច high row បាទ high row បាទអញ្ចឹងវានឹងបិទនៅ row ទាំងអស់នៅក្នុងតារាងហ្នឹងបាទអញ្ចឹងយើងចូល format ម្ដងទៀតយើងអាចunhigh row មកវិញបាទអញ្ចឹងនេះគឺជារបៀបនៃការ high និង unhigh row បាទអញ្ចឹងបើសិនជាយើង select បែបហ្នឹងយើងចង់ high តម្លៃហ្នឹងយើងអាចចូល format យើងអាច high column បាទនៅពេលដែលយើង high column គឺវាបិទតែជួរឈរមួយជួរទេដែលយើងបាន select ហ្នឹងអូខេប៉ុន្តែបើសិនជាយើង high sheet គឺមានន័យថាយើងនឹងបិទ sheet ហ្នឹងមួយទាំងមូលតែម្ដងបាទអញ្ចឹងតែសល់តែ2 sheet ទេ sheet មួយទៀតគឺយើង high បាត់ហើយបាទគឺយើងបិទអត់ឲ្យឃើញបាទយើងចូល format ហើយយើងអាច unhigh sheet វិញបាទអញ្ចឹង sheet ដែលយើងបានហើយគឺ sheet stock out អញ្ចឹងអូខេមកគឺវា unhigh មកវិញបាទអញ្ចឹងចំណុចបន្តមកទៀតពាក់ព័ន្ធជាមួយនឹងការ rename sheet អញ្ចឹងឧទាហរណ៍ខ្ញុំ insert sheet មួយបាទអូខេអញ្ចឹងដើម្បី rename យើងអាចចូល format ហើយយើងយកពាក្យ rename sheet បាទអញ្ចឹងយើងអាចដាក់ឈ្មោះទៅតាមការងារជាក់ស្ដែងរបស់យើងបាទចំណុចបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹងការ move ឬក៏ copy sheet អញ្ចឹងអា list នេះបើសិនជាខ្ញុំចង់ move មកខាងក្រោយគេនេះបាទយើងអាចចុចលើវាហើយចូល format
ហើយយើងឃើញពាក្យ move or copy sheet បាទយើងចុចលើវាបន្តមកទៀតយើង move to end បាទហើយអូខេមកអញ្ចឹងវានឹងផ្លាស់ប្ដូរមកដល់ចំណុចនៅខាងក្រោយគេនេះបាទចំណុចបន្តមកទៀតពាក់ព័ន្ធជាមួយនឹងការ copy យើងអាច copy sheet បានអញ្ចឹងយើងអាចចុច create copy នេះបន្តមកទៀតយើងរើសទីតាំងដែលយើងចង់ដាក់អញ្ចឹងឧទាហរណ៍ពេលដែល copy ហ្នឹងខ្ញុំចង់ឲ្យវានៅខាងដើមអញ្ចឹងយើងអាចចុចកន្លែង master list ពេលដែលយើងចុចបែបហ្នឹងវានឹងចេញមកកន្លែងនេះបាទអញ្ចឹងអូខេមកអូខេអញ្ចឹងយើង copy sheet បានមួយទៀតហើយបាទអញ្ចឹងចំពោះការ delete sheet យើងអាច mouse ស្ដាំលើវាក៏បានដែរហើយយើងយកពាក្យ delete បាទចំណុចបន្តមកទៀតពាក់ព័ន្ធជាមួយនឹង tab color ចំពោះ tab color យើងអាចដាក់ color ទៅឲ្យtab ដែលនៅខាងក្រោមនេះបានអញ្ចឹងឧទាហរណ៍ខ្ញុំ select master list ហើយខ្ញុំចូល tab color ហើយខ្ញុំដូរដាក់ពណ៌ក្រហមបាទអញ្ចឹងយើងឃើញវាចេញពណ៌ក្រហមបាទចំណុចបន្តមកទៀតពាក់ព័ន្ធជាមួយនឹងការ protect sheet នេះគឺយើងបិទ sheet ហ្នឹងកុំឲ្យគេកែបានអញ្ចឹងឧទាហរណ៍ master list ពេលដែលយើងចង់រូបមន្តហើយអត់ចង់ឲ្យមានការកែប្រែទេអញ្ចឹងយើងអាចចូល format ហើយយើង protect sheet បាទអញ្ចឹងយើង select sheet មួយនេះហើយយើងអាច select unlock បាទហើយយើងដាក់ list code កន្លែងនេះហើយអូខេមកហើយយើង confirm list code ម្ដងទៀតអូខេអញ្ចឹងពេលដែលយើងចង់កែគឺឡើងបានហើយតោះតែយើងunprotect បាទអញ្ចឹងចំពោះការ unprotect គឺយើងចុចលើវាមកបន្តទៀតដាក់លេខកូដហើយអូខេមកគឺតន័យអាចបញ្ចូលបានបាទអញ្ចឹងចំណុចបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹង format cell ខាងក្រោមគេនេះបាទអញ្ចឹងនៅក្នុង format cell គឺមាន number មាន align មាន font border fill និង protection អញ្ចឹងចំណុចដែលខ្ញុំបានបង្ហាញពីមុនមកគឺ number គឺយើងបានបង្ហាញហើយ font ក៏រួចរាល់ហើយ border ក៏រួចរាល់ហើយ fill ក៏ហើយ protection នេះគឺយើងអាច protect ដូចចំណុចពីមុនដែលខ្ញុំបានបង្ហាញអូខេអញ្ចឹងចំណុចសំខាន់នៅក្នុងនេះគឺ alignment បាទអញ្ចឹងខ្ញុំបិទវាសិនអញ្ចឹង alignment ឧទាហរណ៍ខ្ញុំចង់ដាក់អក្សរនេះអត់ឲ្យវាចេញមកអានេះ180 ដឺក្រេអញ្ចឹងបើសិនជាយើងចង់ផ្លាស់ប្ដូរយើងអាចចូល format ហើយយើងអាចដាក់វា90 ដឺក្រេឬក៏ដាក់ប៉ុណ្នេះបាទហើយយើងអូខេមកគឺវានឹងចេញទម្រង់បែបនេះបាទបើសិនជាយើងចង់ដាក់90 ដឺក្រេយើងអាចទាញវាបាទ90 ដឺក្រេយើងដាក់ប៉ុណ្ណឹងមកហើយអូខេមកបាទវាចេញបែបនេះអញ្ចឹងនៅក្នុង format គឺមានប៉ុណ្ណឹងចំណុចសំខាន់បាទអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ home tab ដដែលត្រង់ចំណុច30បាទ shortcut key របស់វាគឺ alt បូកសញ្ញាស្មើអូខេអញ្ចឹងត្រង់ចំណុចនេះ30យើងអាចយកមកប្រើនៅត្រង់កន្លែង balance អូខេអញ្ចឹង balance គឺស្មើនឹង30 stock beginning ហើយនឹង stock in បន្តមកទៀតគឺដកនឹង stock out បាទអញ្ចឹងយើងអាចដកនឹង stock out បាទអញ្ចឹងចំពោះ format វាយើងអាចដាក់ទៅជា number ឬក៏ general បាទអញ្ចឹងចម្លងរូបមន្តមកក្រោមបាទនៅត្រង់ចំណុច30នឹងដែរគឺមានរូបមន្តខាងក្រោមទៀតមានជា average អូខេ
អញ្ចឹងត្រង់កន្លែង average ដើម្បីបានប្រើ average គឺខ្ញុំ insert នៅជួរឆមួយអញ្ចឹង insert យើងអាច mouse ស្ដាំអញ្ចឹងហើយយកពាក្យ insert ក៏បានឬក៏យើងចូល insert ខាងលើនេះក៏បានបាទមេរៀនមុនដែលយើងធ្លាប់រៀនបាទអញ្ចឹងត្រង់កន្លែងនេះខ្ញុំយក average បាទជាមធ្យមប៉ុន្តែវាមាន in ហើយនិង out អញ្ចឹងខ្ញុំយក average in សិនបាទអូខេអញ្ចឹងត្រង់កន្លែង in ហើយ out នេះគឺយើងបែងចែកទៅជាខែផ្សេងទៀតបាទដើម្បីបាន average គឺយើងត្រូវយកទិន្នន័យឲ្យបានយ៉ាងតិចក៏3ខែដែរបាទអញ្ចឹងខ្ញុំ insert ដាក់3ខែអូខេអញ្ចឹងកន្លែងនេះយើង insert ថែមមួយជួរទៀតខ្ញុំមើលអញ្ចឹងដាក់ខែ6 June July ខែ7បាទយើងដាក់តាអក្សរ3តួបានហើយអូខេខុសបច្ចេកទេសហើយអញ្ចឹងខ្ញុំ unmerge វិញបាទកាត់វាមកដាក់កន្លែងនេះបាទអញ្ចឹងកន្លែងនេះគឺ August អូខេអញ្ចឹងដើម្បីបាន average គឺយើងយកឲ្យបាន3ខែអញ្ចឹងយើងចូលទៅកន្លែងរូបមន្តរបស់យើងហើយយើងយកពី average អូខេអញ្ចឹងចំពោះ average នេះយើងអាចប្រើសម្រាប់ទៅលើ table ដែលយើងប្រើជាប់គ្នាប៉ុន្តែនេះវាអត់ជាប់គ្នាទេដោយសារ stock in ហើយមាន stock out បាទអញ្ចឹងវាអត់ជាប់គ្នាទេអញ្ចឹងតើយើង select មួយហើយយើងបូក in មួយទៀតបូក in មួយទៀតបាទបូក in ឲ្យបាន3ខែហ្នឹងហើយយើង enter ទើបចេញ average បាទអញ្ចឹងវាចេញបែបនេះយើងអាចដូរ format វាបាទចូលទៅ format ហើយយកវា0 degree 0 degree បាទ0 degree មកអូខេបាទហើយយើងអាចចម្លងរូបមន្តអញ្ចឹងយើងបាន average stock in insert ថែមមួយទៀត average stock out ម្ដងបាទអញ្ចឹងយើងចូលទៅរូបមន្ត average ហើយយើងយក out ខែ6បូកខែ7បូកខែ8យើង enter ហើយយើងចម្លងរូបមន្តបាទអញ្ចឹងនេះគឺជាការប្រើប្រាស់រូបមន្ត sum ហើយនឹង average ដែលយើងយកចេញពីកន្លែងនេះបាទមួយវិញទៀតយើងអាចប្រើរូបមន្តហ្នឹងដើម្បី count ដើម្បីរកចំនួនដែលធំបំផុតចំនួនដែលតូចបំផុតអញ្ចឹងយើងចូលមកកន្លែងនេះហើយយើង count បាទអញ្ចឹងវានឹង count លេខខាងលើហ្នឹងគឺទាំងអស់មាន8 cell បាទហើយចំពោះរូបមន្ត min ឬក៏ max យើងអាចរកវាបានដូចគ្នាបាទអញ្ចឹងចំនួនដែលខ្ពស់បំផុតគឺ540អញ្ចឹងយើងអាចរកចំនួនដែលតូចបំផុតដោយចូលទៅក្នុងរូបមន្តនឹងបានដូចគ្នាបាទអញ្ចឹងចំនួនដែលតូចបំផុតគឺ8អញ្ចឹងឧទាហរណ៍ខ្ញុំលុប8នឹងចេញអញ្ចឹងតូចបំផុតគឺ100បាទអញ្ចឹងនៅក្នុងហ្នឹងក៏មាន more function ដែររូបមន្តផ្សេងទៀតដែលយើងអាចយកមកប្រើ
មានរូបមន្ត count បាទអញ្ចឹងខ្ញុំប្រើរូបមន្ត count អូខេបាទអញ្ចឹងយើងអាចបន្ថែម value បាទហើយយើងចុចអូខេមកបាទអញ្ចឹងយើង count 2 ដងនេះយើង count 2 ដងករណីបើសិនជាយើងលុប1គឺវាមានតែ8ទេបាទអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ home tab ត្រង់ចំណុច editing អញ្ចឹងកន្លែងនេះឧទាហរណ៍ខ្ញុំមានលេខ2020អូខេ sorry ខ្ញុំមានលេខ2025អូខេអញ្ចឹងនៅពេលដែលខ្ញុំចង់ copy 2025មក cell ខាងក្រោមខ្ញុំអាច select cell ខាងក្រោមនេះហើយចូលមកកន្លែងនេះបន្តមកទៀតគឺ down បាទអញ្ចឹងវានឹង copy ទៅខាងក្រោមអញ្ចឹងបើសិនជាខ្ញុំចង់ copy 2025ទាំងពីរហ្នឹងមកខាងឆ្វេងខ្ញុំអាចចូលកន្លែងហ្នឹងហើយចុចលើពាក្យ lab បាទបើសិនបើខ្ញុំចង់បានវាមកខាងស្ដាំខ្ញុំយកពាក្យ right បើសិនជាចង់បានទៅខាងលើយើងចង់ copy ទៅខាងលើយើងអាចយកពាក្យ up បាទអញ្ចឹងយើងចុចលើពាក្យ up មកបាទអូខេប៉ុន្តែគឺយើង select បែបនេះហើយយើងយកពាក្យ up បាទចំពោះ up គឺយើងអាច select បានតែមួយទេបាទវាអត់ទៅទាំងអស់បាទអូខេអញ្ចឹងនៅត្រង់ចំណុចហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការ copy ទៅលើទៅក្រោមឆ្វេងស្ដាំបាទហើយចំណុចខាងក្រោមទៀតគឺ series បាទអញ្ចឹង series គឺការដាក់លេខរៀងបាទអញ្ចឹងឧទាហរណ៍ខ្ញុំលុបលេខរៀងនេះចោលអូខេឧទាហរណ៍ខ្ញុំលុបលេខរៀងនេះចោលបាទអូខេយើងដាក់លេខ1អញ្ចឹងដើម្បីបានលេខរៀងមកខាងក្រោមទៀតយើងអាចចូលកន្លែងនេះហើយយក series ដាក់លេខរៀងឲ្យវាបាទអញ្ចឹង stop value គឺយើងយកលេខរៀងទី8ហើយអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ editing ដដែលបាទត្រង់ចំណុចមួយនេះបាទអញ្ចឹងចំណុចមួយហ្នឹងគឺពាក្យថា clear អញ្ចឹងមានន័យថាយើងអាចលុបទិន្នន័យយើងអាចលុបនៅ border យើងអាច clear format បាទអញ្ចឹងឧទាហរណ៍កន្លែងនេះ format វាជាដុល្លារអញ្ចឹងដើម្បី clear format វាចេញយើងអាចចូលកន្លែងហ្នឹងហើយយកពាក្យ clear format បាទអញ្ចឹងអត្ថបទដែលយើងបានដាក់ក៏វា clear ទៅបាត់ដែរអញ្ចឹងករណីបើសិនជាយើងចងរូបមន្តឬក៏យើងចងអីមួយជាប់ format អីមួយយើងចង់ clear គឺយើងអាចចូល clear កន្លែងហ្នឹងអូខេអញ្ចឹងខ្ញុំ back មកវិញសិនបាទចំណុចទី2ពាក់ព័ន្ធជាមួយនឹងការ clear all ពាក្យថា clear all គឺនឹងលុបទាំងអស់តែម្ដងបាទនៅពេលដែលយើងយក clear all គឺលុបទាំងអស់បាទចំណុចបន្តមកទៀតពាក់ព័ន្ធជាមួយនឹងការ clear content ការ clear content គឺប្រើសម្រាប់clear ទៅលើទិន្នន័យដែលមាននៅក្នុងតារាងអញ្ចឹង table គឺនៅដដែលនៅពេលដែលយើងយក clear content table border ហ្នឹងគឺវាអត់ទៅណាទេបាទអូខេចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការ clear hyperlink ចំពោះ cell ដែលយើងបាន link ទៅកាន់ website ឬ link ទៅកាន់ file ណាមួយបើសិនជាយើងចង់ clear ចេញគឺយើងអាចប្រើ clear hyperlink អញ្ចឹងនៅក្នុងនេះដោយសារតែយើងអត់មាន link ទេអញ្ចឹងយើងប្រើ clear hyperlink ហ្នឹងក៏វានៅតែដដែលទេបាទប៉ុន្តែបើករណីយើងមាន link ទៅ website ឬក៏ link ទៅ file ណាមួយយើងអាច clear បាននៅចំណុចនេះដោយប្រើ clear hyperlink ចំណុចមួយទៀតបើសិនជាក្នុង cell ហ្នឹងយើងមាន comment ឧទាហរណ៍ខ្ញុំ insert comment បាទហើយយើងចង់ clear comment ហ្នឹងចេញយើងអាចចូល clear comment បាទនៅពេលដែលយើងយក clear comment ហ្នឹងគឺនឹងត្រូវបានលុបចេញបាទអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ home tab ដដែល
trongចំណុច sort and filter អញ្ចឹងត្រង់កន្លែងនេះបើសិនជាខ្ញុំចង់ sort បាទកន្លែង stock in នេះខ្ញុំចង់ sort ចំនួនដែលច្រើនជាងគេមកខាងលើបាទអញ្ចឹងយើងអាច select លើវាទៅហើយយើងចូលកន្លែង sort and filter អញ្ចឹងយើង sort Z to A បាទចំនួនដែលធំជាងមកខាងលើបាទអញ្ចឹងកន្លែងនេះ error ដោយសារតែយើងចងborder លេខរៀងហ្នឹងដោយស្វ័យប្រវត្តិបាទចឹងខ្ញុំ back មកវិញអញ្ចឹងនេះគឺជារបៀបនៃការ sort ទិន្នន័យពីធំទៅតូច Z ហ្នឹងបានន័យថាបើលេខពីធំទៅតូច Z ហ្នឹងបានន័យថាបើសិនជាលេខគឺពីធំទៅតូចបើសិនជាអក្សរពីអក្សរដែលនៅក្រោយគេទៅអក្សរដែលនៅខាងមុខគេឧទាហរណ៍លេខរៀងអក្សរ A B C អញ្ចឹងបាទអញ្ចឹង Z ទៅ A អញ្ចឹងមានន័យថាពី Z ដេញមកក្រោយរហូតដល់ A អញ្ចឹងទៅហើយចំពោះA to Z គឺបានន័យថាពីលេខតូចទៅលេខធំឬក៏ពីអក្សរដើមទៅអក្សរចុង A B C ទៅបាទចំពោះ custom យើងអាច custom ในការ sort របស់យើងត្រង់កន្លែងនេះបាទចំពោះចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងការ filter អញ្ចឹងការ filter គឺយើងអាចselect កន្លែងនេះហើយយើងចូល sort and filter ហើយយកពាក្យ filter អញ្ចឹងកន្លែងនេះយើងអាច filter ឧទាហរណ៍ខ្ញុំចង់ filter យកតែ code A3 ទេបាទអញ្ចឹងយើងអាច filter បានឧទាហរណ៍ខ្ញុំយក A1 វិញបាទអញ្ចឹងវាចេញតែ A1 ទេអញ្ចឹងនេះគឺជារបៀបនៃការ sort ឬក៏ filter ទិន្នន័យអញ្ចឹងឧទាហរណ៍បើសិនជា list នេះយើងមានទិន្នន័យច្រើនហើយយើងចង់រកលេខកូដ A1 អញ្ចឹងយើងអាចចូលទៅកន្លែង find ហើយចុចលើពាក្យ find ហើយយើងអាចបញ្ចូល A1 ហើយយើងយកពាក្យ find បាទ find all នេះអូខេអញ្ចឹងពេលដែលយើងចុចពាក្យ find all គឺវានឹង load អូខេបន្តមកទៀតបើសិនជាយើងចង់រក A3 យើងអាចចុច find all អូខេអញ្ចឹង A3 វាមាន2អូខេវាមាន3ទាំងនៅក្រោមមួយទៀតអញ្ចឹងវា show all នៅកន្លែងនេះបាទអញ្ចឹងឧទាហរណ៍ខ្ញុំចុចអាក្រោមអញ្ចឹងវា load បាទចុចខាងក្រោមគេគឺវា load មកខាងក្រោមគេបើចុចតាទី2គឺវាចូលទៅ cell ទី2អូខេអញ្ចឹងវាមកតាមលំដាប់លំដោយអញ្ចឹងបើយើង find next គឺវានឹងទៅរក A3 ហ្នឹងនៅចំណុចដែលមាននៅ cell បន្ទាប់បើយើង find next ទៀតវានឹងទៅទៀតនៅពេលដែលវាអស់ហើយយើង find next ទៀតគឺវានឹងមកលើវិញបាទអូខេអញ្ចឹងនេះគឺជារបៀបនៃការ find ទិន្នន័យនៅក្នុង Excel ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងការ replace អញ្ចឹងដើម្បីចង់ replace បើសិនជាទិន្នន័យនេះខ្ញុំចង់បដូរអា A1 នេះទៅជា A3 អញ្ចឹងអាចចូល find ហើយយកពាក្យ replace បាទអញ្ចឹងត្រង់កន្លែង replace នេះយើងអាចកន្លែងនេះបញ្ចូល A1 យើងចង់ដូរ A1 ទៅ A3 បាទអញ្ចឹងកន្លែង find what នេះគឺ A1 ហើយ replace with នេះគឺ A3 អញ្ចឹងបើសិនជាយើងចង់ refresh តែមួយទេយើងអាចចុចតែពាក្យ refresh បានទេប៉ុន្តែបើករណីយើងមាន A1 នឹងច្រើនហើយចង់ replace with all អញ្ចឹងយើងចុច replace all អញ្ចឹង A1 វានឹងទៅជា A3 អញ្ចឹងឧទាហរណ៍ខ្ញុំដូរ A3 ហ្នឹងបាទ find what ហ្នឹងគឺ A3 ហើយដូរវាទៅជា A2 វិញចុច replace all វានឹងទៅជា A2 បាទអូខេអញ្ចឹងអានេះលេខរៀងអូតូនៅពេលដែល
dương plug đồ tên ấy vì năng error ok chẳng trong đồ bị A2 tới chỉ A4 vậy bạn chẳng cái lại A7 đồ tới chỉ A2 nè cái lại bây giờ tên ấy chẳng A2 tới chỉ A4 chỉ replay all ok chẳng viên năng đồ bị A2 tới chỉ A4 tầng bạn bà xong xoay cũng một căn Marian Excel bao dương bà tỏ tiết bà chúng lại theo bó cái nơi cái lại này bà chẳng chia ưu tí họ muốn là bốn cái nhóm bà thay tên nàyใน ក្នុង stock in សិនបាទអញ្ចឹងកន្លែងនេះ error ដោយសារយើងអត់ទាន់បានដាក់នៅក្នុង master list ទើបតែដល់លេខរៀងទី9អញ្ចឹងខ្ញុំបន្ថែម master list បន្ថែមឲ្យបានច្រើនបាទអញ្ចឹងនៅក្នុងនេះគ្រាន់តែជាឧទាហរណ៍ទេបាទអញ្ចឹងកន្លែងនេះដូរឈ្មោះវាបាទអញ្ចឹងខ្ញុំឧទាហរណ៍ដាក់ item ឲ្យបានច្រើនដើម្បីងាយស្រួលក្នុងការបង្ហាញទៅលើមេរៀនយើងបន្ទាប់បាទបាទអញ្ចឹងក្នុងនេះគឺជាឈ្មោះដែលដាក់សម្រាប់ជាឧទាហរណ៍អូខេ4បាទអញ្ចឹងឧទាហរណ៍ប៉ុណ្ណឹងចុះបាទអញ្ចឹងចូលមកតារាង stock in វិញអូខេអញ្ចឹងយើងបានទិន្នន័យប៉ុណ្ណឹងអញ្ចឹងកន្លែងនេះខ្ញុំដាក់វាជា format ទៅជាបង្ហាញថាវាចំនួនហ្នឹងជាចំនួន box អញ្ចឹងចូល home ហើយចូល format បាទអញ្ចឹងកន្លែងនេះគឺយើងបានរៀនហើយត្រង់ចំណុច home tab បាទអញ្ចឹងកន្លែងនេះដាក់ថ្មិញកដុលបើកថ្មិញកដុលហើយបញ្ចូលពាក្យ box ហើយបិទថ្មិញកដុលមកវិញចុច OK បាទអញ្ចឹងវាចេញ box ហើយអូខេអញ្ចឹងយើងចូលទៅដល់ចំណុចមេរៀនរបស់យើងក្នុងថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹង insert ត្រង់ចំណុច table បាទអញ្ចឹងនៅក្នុង table នេះវាមាន3វាមាន recommend pivot table វាមាន table ហើយនិង pivot table បាទអញ្ចឹងឧទាហរណ៍ខ្ញុំ select តារាង stock in ហើយខ្ញុំយក table បាទអូខេដោយសារតែជាប់ filter បាទអញ្ចឹងយើងដោះ filter សិនអញ្ចឹងចូល home ហើយដោះ filter វិញបាទអញ្ចឹងយើង select ម្ដងទៀតហើយចូល insert ចូល table អូខេបាទអញ្ចឹងនេះគឺពាក់ព័ន្ធជាមួយនឹង table ពេលដែលយើងជ្រើសរើស table ហ្នឹងគឺវាចេញ style table ជាច្រើនមកនៅក្នុងហ្នឹងអញ្ចឹងយើងអាចមើលបាននៅក្នុងនេះគឺមានច្រើនប្រភេទបាទអូខេអញ្ចឹងខ្ញុំ back វិញអញ្ចឹងចំណុចសំខាន់នៅក្នុង table ហ្នឹងគឺពាក់ព័ន្ធជាមួយនឹង pivot table បាទត្រង់កន្លែងនេះបាទអញ្ចឹង pivot table ហ្នឹងគឺប្រើសម្រាប់យើងចង់
បូកសរុបទិន្នន័យនៅក្នុង table របស់យើងអញ្ចឹងកន្លែងនេះខ្ញុំចុច table pivot បន្តមកទៀតខ្ញុំយក new worksheet បាទដល់ពេលដែលយើងយក new worksheet បានន័យថាវានឹងបង្កើត sheet ថ្មីមួយទៀតបាទអញ្ចឹងចុច OK មកបាទអញ្ចឹងនៅក្នុងហ្នឹងគឺវានឹងបូកសរុបទិន្នន័យឲ្យយើងបើសិនជាយើងជ្រើសរើសយកលេខកូដជាមួយនឹង quantity គឺវាសរុបមកអញ្ចឹងគឺក្នុង stock in ហ្នឹងលេខកូដ A10 គឺចូល12 box បាទអញ្ចឹងនៅក្នុងតារាង stock in វាចូលមកគឺវាមានទៅតាមថ្ងៃប៉ុន្តែនៅពេលដែលយើងបង្កើតនៅ pivot table ចេញពី table stock in ហ្នឹងគឺវានឹងអាចបូកសរុបទិន្នន័យឲ្យយើងបាទហើយយើងអាច sort បាទបើទិន្នន័យច្រើនយើងអាច sort ឧទាហរណ៍យើងចង់មើលតែ A10 អញ្ចឹងយើងអាចចុច select A10 ហើយចុច OK បាទអញ្ចឹងវាចេញតែ A10 ទេបាទបើសិនជាយើងចង់មើល description យើងអាច select បន្ថែម description ទៅវានឹងចេញ description ឈ្មោះហ្នឹងគឺមាន12 box អូខេនៅក្នុងនេះតម្លៃក៏វាបូកសរុបឲ្យដែរឧទាហរណ៍យើងcheck ទៅលើ A3 បាទអញ្ចឹងយើងចុច select A3 ហើយ OK មកអញ្ចឹងតម្លៃក៏វាបូកសរុបឲ្យដែរអញ្ចឹង A3 ចូលមក11 box ហើយតម្លៃរបស់វាគឺ2160បាទអញ្ចឹង pivot table យើងប្រើសម្រាប់បូកសរុបទិន្នន័យចេញពីតារាងរបស់យើងដែរតារាងហ្នឹងគឺវាជាប្រភេទតារាង detail ចូលថ្ងៃណាមានច្រើនថ្ងៃហើយវាមានចំនួនបន្តបន្ទាប់គ្នាអញ្ចឹងពេលដែលយើងចង់បូកសរុបយើងអាចជ្រើសរើសដោយការបង្កើត table pivot ចេញពី table ដែល detail ហ្នឹងបាទបាទអញ្ចឹងបើសិនជាយើងចង់ check មើល date ទៀតអញ្ចឹងក្នុង date នេះមកប្រហែលបាទអញ្ចឹងវាមាន detail នៅក្នុងហ្នឹងបាទអញ្ចឹងកន្លែង sheet នេះយើងអាច rename ទៅតាមតម្រូវការងាររបស់យើងបាទអូខេជាឧទាហរណ៍មួយទៀតករណីបើសិនជាយើងអត់ចង់បង្កើត new sheet ទេយើងអាចចូល insert ហើយយក pivot table ហើយយើងយក exile worksheet ហើយ location នេះយើងអាច select location ណាបាទអញ្ចឹងឧទាហរណ៍យើង select location នេះហើយយើងចុច OK មកបាទអញ្ចឹង pivot table វានឹងនៅក្នុង location ហ្នឹងបាទហើយយើងអាច select បាទលេខ code price quantity បាទបាទអញ្ចឹងចំពោះ pivot table យើងអាចបង្កើតចេញពី list របស់យើងហើយបានពីករណីទី1គឺដាក់វានៅក្នុង sheet ជាមួយគ្នាទី2គឺការបង្កើត sheet ថ្មីដាច់ដោយឡែកបាទអញ្ចឹងត្រង់កន្លែងនេះខ្ញុំលុប pivot table ចេញសិនអូខេអញ្ចឹងកន្លែង stock in នេះគឺជាប់ pivot table ដែរអញ្ចឹងខ្ញុំលុបវាចេញសិនអូខេអញ្ចឹងដើម្បីបញ្ចូលរូបភាពគឺយើងត្រូវប្រើចំណុចមួយគឺចំណុច picture នៅក្នុងinsert tab នេះបាទអញ្ចឹងពេលដែលយើងចូល insert tab គឺយើងឃើញមានពាក្យ picture បាទអញ្ចឹងគ្រាន់តែជាឧទាហរណ៍ទេខ្ញុំបង្កើត save ថ្មីចុះអញ្ចឹងដើម្បីបញ្ចូលរូបភាពបានគឺយើងត្រូវចូលទៅកាន់ insert tab ហើយយើង select
ចុចលើ picture ហើយនៅក្នុង Excel 2019 នេះគឺវាមានទៅលើបញ្ចូល picture ចេញពី online បាទខាងក្រោមនេះគឺ online picture ហើយចំពោះខាងលើគឺ this device គឺបានន័យថាយកចេញពីក្នុង computer របស់យើងបាទអញ្ចឹងខ្ញុំ select ខាងលើគឺ this device បន្ទាប់មកទៀតយើង find បាទយើងប្រើទៅរក picture ដែលមាននៅក្នុង computer របស់យើងបាទអញ្ចឹងឧទាហរណ៍ខ្ញុំបញ្ចូលនៅ picture មួយនេះបាទ select លើវាហើយចុច insert បាទអញ្ចឹងវានឹងចេញ picture មកបាទហើយវាចេញតម្រង់បែបនេះយើងអាចជ្រើសរើសនៅ style ដែលយើងចង់ដាក់នៅក្នុងនេះអូខេប៉ុន្តែខ្ញុំមិនប្រើវាទេអូខេអញ្ចឹងដើម្បីបង្រួមវាឲ្យសមល្មមទៅនឹងតារាងរបស់យើងអាចចូលមក picture format នេះហើយយើងឃើញមានពាក្យ high ជាមួយនឹង width នៅកន្លែងនេះបាទអញ្ចឹងពេលដែលយើងដាក់ cursor លើហ្នឹងទៅគឺយើងនឹងឃើញ shape width shape high បាទអូខេអញ្ចឹងកន្លែងនេះខ្ញុំដូរដាក់1.5 inch វិញហើយ enter បាទអញ្ចឹងកម្ពស់វានឹង automatic បាទយើងអាចទាញបរិយារួមក្នុងនេះបានបាទហើយយើងអាចទាញនៅ border របស់យើងបាទទៅតាមការងារជាក់ស្ដែងទៅកន្លែងហ្នឹងបាទយើងអាចទាញបរិយារួមទៅតាមទំហំតារាងរបស់យើងដែលមើលទៅឲ្យវាមានលក្ខណៈសមស្របហើយមើលទៅមានភាពស្រស់ស្អាតបាទអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការបញ្ចូល picture គឺយើងធ្វើបែបហ្នឹងបាទអញ្ចឹងចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង shape ពាក់ព័ន្ធជាមួយនឹង shape គឺវាមានតម្រង់ឲ្យយើងគូរនៅ shape បាទច្រើនតម្រង់អញ្ចឹងក្នុងនេះគឺឧទាហរណ៍ខ្ញុំគូររង្វង់មូលអញ្ចឹងចុច shift បាទហើយយើងគូរវាមកបាទហើយនៅពេលដែលយើងគូរហើយយើងអាចជ្រើសរើសពណ៌ shape កន្លែង shape fill នេះបាទអញ្ចឹងយើងឃើញ shape fill ហើយយើងអាចជ្រើសរើសពណ៌ shape យើងអាចជ្រើសរើសបានមានច្រើនពណ៌បើសិនជាយើងអត់ពេញចិត្តពណ៌ខាងលើនេះទេយើងអាចចូល more fill color ដើម្បីទៅរកពណ៌ផ្សេងទៀតដែលយើងចង់បានបាទអញ្ចឹងឧទាហរណ៍ខ្ញុំ select នៅត្រង់នេះហើយខ្ញុំចុច OK អញ្ចឹងវាចេញពណ៌បែបនេះបាទអញ្ចឹងយើងអាចយកជា gradient បាទអញ្ចឹងក្នុងហ្នឹងគឺយើងអាចជ្រើសរើសទៅតាមប្រភេទការងាររបស់យើងទៅអូខេហើយចំពោះ picture នេះយើងអាចបញ្ចូល picture នៅក្នុង shape បានបាទអញ្ចឹងឧទាហរណ៍បើសិនជាយើងគូររង្វង់មូលអញ្ចឹងហើយយើងចង់ដាក់ picture យើងអាចចូលមកកាន់ shape fill ហើយយើងចូល picture ហើយយើងអាចចូលចេញពី online ឬក៏យើងយកចេញពី computer របស់យើងអូខេបាទចំណុចខាងក្រោមនេះshape outline គឺជាការដាក់ពណ៌ទៅ outline shape នេះបាទអញ្ចឹងខ្ញុំដាក់ពណ៌ក្រហមហើយយើងអាចរើសទំហំបាទ width របស់វានេះយើងអាចចូល width នេះមកហើយរើសតម្រង់បាទយើងចង់បានតម្រង់ណាអញ្ចឹងយើងអាចស្វែងរកទៅអញ្ចឹងក្នុងនេះវាមានចុចដែរនេះបាទអូខេអញ្ចឹងម្ដងទៀតយើងអាចចូល outline បន្តមកទៀតយើងអាចយក width ឬក៏យើងចូល more line នេះបើសិនជាយើងអត់ពេញចិត្តalign ខាងលើនេះបាទអញ្ចឹងយើងអាច more line ហើយយើងឃើញនៅខាងស្ដាំនេះបាទយើងអាចជ្រើសរើសប្រភេទ line បាទ
បាទអញ្ចឹងចំពោះការ insert picture ជាមួយនឹង shape គឺមានប៉ុណ្ណឹងបាទត្រង់កន្លែងហ្នឹងយើងអាចស្វែងយល់ដោយខ្លួនឯងដោយយើងអាចសាកគូឲ្យបានច្រើនទៅបាទអញ្ចឹងចំពោះរូបដែលប្រភេទមូលយើងអាចចុច shift ដើម្បីឲ្យវាមូលស្អាតបាទបើយើងអត់ចុច shift ទេគឺវានឹងខូចទ្រង់ទ្រាយបាទអញ្ចឹងឧទាហរណ៍ខ្ញុំគូសញ្ញាព្រួញបាទគូហើយយើងអាចចូលរើសបាទចូលរើសតម្រង់បាទហើយកន្លែង outline យើងអាចរើសពណ៌បាទឬក៏យើងអាចយកមក line color បាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ insert picture ជាមួយនឹងការគូ shape គឺបាទខ្ញុំសូមបង្ហាញប៉ុណ្ណឹងអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើចំណុច insert tab ដដែលបាទត្រង់ចំណុច screenshot ជាមួយនឹង smart art បាទអញ្ចឹងនៅក្នុង screenshot គឺយើងអាចប្រើសម្រាប់ screenshot ទៅលើផ្នែកផ្សេងៗនៅក្នុង computer របស់យើងដែលបានបើកនៅលើ Windows បាទចំពោះ smart art គឺយើងប្រើសម្រាប់គូនៅតម្រង់ smart art ផ្សេងៗហើយយើងអាចប្រើវាជាញឹកញាប់ទៅលើកិច្ចការងារគូរចនាសម្ព័ន្ធបាទឬក៏គូប្រសេសការងារអីមួយបាទអញ្ចឹងជាឧទាហរណ៍ខ្ញុំលុបនៅ shape នេះចោលសិនបាទអញ្ចឹងខ្ញុំលុប picture នេះចោលដែរអូខេអញ្ចឹងជាដំបូងគឺពាក់ព័ន្ធជាមួយនឹង screenshot អញ្ចឹងដើម្បីយើង screenshot ផ្នែកណាមួយនៃ Windows ដែលយើងបានបើកយើងអាចចូល screenshot បាទហើយយើងអាចរើសនៅផ្នែកណាមួយដែលយើងចង់ screen បាទឬក៏យើងអាចយក screen clipping បាទហើយយើងអាចទាញបាទយើងអាចទាញអញ្ចឹងពេលដែលយើង screenshot មកគឺវានឹងចូលមកក្នុងsheet របស់ Excel របស់យើងអូខេបាទអញ្ចឹងករណីបើសិនជាយើងអត់ចង់screen clipping អញ្ចឹងយើងអាចចូលមកកាន់ផ្នែកណាមួយនៃ Windows ដែល available អញ្ចឹងនៅក្នុងនេះគឺមានផ្ទាំងឲ្យតែយើងបើកនៅលើ Windows គឺវានឹងបង្ហាញហើយយើងអាចចុចលើវាទៅវានឹង clip ហើយយើងមកដាក់នៅក្នុង sheet របស់យើងបាទអូខេអញ្ចឹងទី2ខាងលើគឺ smart art អញ្ចឹងឧទាហរណ៍ខ្ញុំប្រើ smart art សម្រាប់គូរចនាសម្ព័ន្ធអញ្ចឹងខ្ញុំអាចចូល smart art ហើយនៅក្នុងនេះគឺវាមានតម្រងច្រើនបាទមានតម្រងច្រើនបាទនៅផ្នែកខាងលើនេះគឺ all វាបញ្ចូលទាំងអស់បាទអញ្ចឹងមានច្រើនតម្រងអូខេអញ្ចឹងខាងក្រោមនេះគឺវាមានបញ្ជាក់មួយទៅតាមតម្រងផ្សេងគ្នាអូខេអញ្ចឹងបើសិនជាតម្រូវការការងាររបស់យើងត្រូវនឹងតម្រងមួយណាយើងអាចយកតម្រងមួយហ្នឹងមកធ្វើបាទអញ្ចឹងឧទាហរណ៍ខ្ញុំយកតម្រងរចនាសម្ព័ន្ធបាទអញ្ចឹងខ្ញុំអាចចូលទៅរើសបាទអញ្ចឹងយកតម្រងមួយនេះបាទយកមួយនេះពេលដែលយើងចុចលើវាហើយយើងអាច click OK អូខេអញ្ចឹងឥឡូវវាចេញតម្រងរចនាសម្ព័ន្ធហ្នឹងមកហើយអញ្ចឹងកន្លែងនេះខ្ញុំអត់ត្រូវការខ្ញុំអាចលុបវាចេញបាទអូខេអញ្ចឹងកន្លែងនេះយើងអាចចូលទៅបាទបញ្ចូលនៅខ្លឹមសារដែលយើងចង់ដាក់បាទអញ្ចឹងក្នុងនេះឧទាហរណ៍ខ្ញុំដាក់ JD បាទហើយក្នុងនេះដាក់ FM OM ជាមួយនឹង SM បាទ
អញ្ចឹងចំពោះ text ហ្នឹងក៏យើងអាចចូលមកកែក្នុងនេះបានដែរបាទនៅកន្លែង Thai your text here នេះបាទអញ្ចឹង JD នេះគឺខ្លឹមសារគឺមានន័យមកពីពាក្យពេញ General Director បាទហើយ FM នេះ Finance Manager បាទអញ្ចឹងគ្រាន់តែជាឧទាហរណ៍ទេដែលយើងប្រើទៅលើកិច្ចការងារធ្វើទៅលើរចនាសម្ព័ន្ធបាទត្រង់កន្លែងនេះបើសិនជាយើងចង់បន្ថែមមកខាងក្រោមយើងអាច select នៅលើនឹងហើយយើងចូល add sharp បាទអញ្ចឹងវានឹងធ្លាក់មកក្រោមមានមួយទៀតបាទអូខេកន្លែងនេះក៏ដូចគ្នាយើងចូល add sharp មកគឺវានឹងមានមកក្រោមមួយទៀតបាទចឹងនៅផ្នែកខាងនេះគឺយើងអាចចូលជ្រើសរើសទម្រង់ថ្មីបាទយើងចង់បានទម្រង់ថ្មីយើងអាចចូលមកជ្រើសរើសក្នុងហ្នឹងហើយត្រង់កន្លែង change color នេះយើងអាចដូរពណ៌បាទដូរពណ៌បាទអញ្ចឹងយើងឆ្លាញ់ពណ៌ណាយើងអាចចូលជ្រើសរើសពណ៌ហ្នឹងបាទហើយចំពោះកន្លែងនេះគឺយើងអាចរើសទម្រង់ជា 3D បាទអូខេអញ្ចឹងក្នុងនេះបើសិនជាយើងចង់បដូរពណ៌អក្សរយើងអាច select លើ sharp ហ្នឹងមកបន្តទៅចូល home ហើយយើងអាចដូរពណ៌បានបាទហើយចំពោះ sharp បើសិនជាយើងចង់ដូរយើងអាចចូល smart art ហើយយើងដូរពណ៌នៅកន្លែងនេះបាទឬក៏យើងអាចចូល home ដើម្បីបដូរពណ៌វាក៏បានដែរបាទបដូរពណ៌ sharp បាទបាទអញ្ចឹងសម្រាប់មេរៀននេះគឺមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅមេរៀនក្រោយទៀតបាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀន Excel របស់យើងបន្តទៀតអញ្ចឹងនៅក្នុងចំណុចនេះគឺយើងសិក្សាទៅលើ insert tab ត្រង់ចំណុច chart អញ្ចឹង chart គឺជាកន្លែងដែលយើងអាចដាក់នៅប្រភេទ graph ដែលបង្ហាញពីទិន្នន័យសរុបបាទអញ្ចឹងក្នុងនេះខ្ញុំមានstock in បាទ stock in គឺវាចូលប្រចាំថ្ងៃហើយជាទិន្នន័យដែលមិនទាន់បានបូកសរុបអញ្ចឹងបើសិនជាយើងចង់ធ្វើជា graph យើងអាចជ្រើសរើសជា pivot chart បាទអញ្ចឹងឧទាហរណ៍ខ្ញុំយកលេខកូដហើយនឹង quantity ទៅធ្វើជា graph បង្ហាញពីចំនួនសរុបបាទអញ្ចឹងគឺអាច select វាបែបហ្នឹងបន្តមកទៀតចូល pivot chart អូខេអញ្ចឹងត្រង់កន្លែងនេះគឺវាមានពាក្យ new worksheet និងពាក្យ existing worksheet បាទអញ្ចឹងចំពោះ new worksheet គឺយើងបង្កើតទៅលើ sheet ថ្មីបើសិនជាយើងចុច OK គឺវានឹងបង្កើត sheet ថ្មីអញ្ចឹងបន្ថែម sheet ទី4ប៉ុន្តែបើយើងយក existing worksheet គឺវានឹងបង្កើតនៅ chart ហ្នឹងគឺនៅក្នុង worksheet ដែលយើងកំពុងតែធ្វើការបាទអញ្ចឹងក្នុងនេះខ្ញុំចុច OK គឺខ្ញុំយក new worksheet ហ្នឹងហើយបាទអញ្ចឹងចុច OK អូខេបន្តមកទៀតយើងនឹងឃើញកន្លែងនេះគឺមាន pivot chart បាទអញ្ចឹងយើងអាចចុច filter លេខកូដហើយនឹង quantity វានឹងបង្ហាញ chart ឲ្យយើងឃើញបាទអូខេអញ្ចឹងក្នុងនេះគឺជា table ដែលវាបានសាំទិន្នន័យសរុបហើយខាងនេះគឺជា chart ហើយ chart យើងអាចចូលបដូរទម្រង់បាននៅកន្លែង design គឺយើងអាចដូរអាចរើសនៅទម្រង់ណា style ណាដែលយើងស្រឡាញ់បានបាទអញ្ចឹងក្នុងនេះយើងអាចជ្រើសរើស style បានបាទអូខេអញ្ចឹងឧទាហរណ៍ខ្ញុំយក style បែបនេះហើយចំពោះរបារនេះគឺយើងអាចចូលដូរពណ៌នៅក្នុង home បាទត្រង់កន្លែង fill color យើងអាចដូរពណ៌បានអូខេកន្លែង title នេះគឺយើងអាចដូរបានដែរយើងអាចដូរ font យើងអាចដូរfill បាទអាចដូរ fill យើងអាចដូរ font color បាទត្រង់កន្លែងនេះក៏ដូចគ្នាយើងអាចចុច select លើវាមក
បាទត្រង់កន្លែងនេះដូចគ្នាយើងអាចចុច select ហើយយើងអាចចូលដូរប្រភេទ font បាទទំហំអក្សរឬក៏ពណ៌ឬក៏ fill បានបាទខាងក្រោមក៏ដូចគ្នាយើងអាច select ហើយយើងអាចដូរពណ៌បាទកន្លែងនេះដូចគ្នាបាទកន្លែងនេះវាមាន filter យើងអាច filter យកតែលេខកូដតែមួយក៏បានដែរអូខេអញ្ចឹងខ្ញុំ select all វិញអូខេ select all អូខេបាទបើសិនជាយើងចង់មើលតម្លៃដែលចូលមកសរុបហ្នឹងតម្លៃប្រហែលយើងអាចដោះបាទយើងអាចដោះ crease កន្លែង quantity បន្តមកទៀតយើង select price អូខេអញ្ចឹងវានឹង show ទិន្នន័យលុយសរុបអូខេបាទអញ្ចឹងនៅក្នុង chat គឺមានប៉ុណ្ណឹងយើងអាចស្វែងរកបន្ថែមនៅពេលដែលយើងធ្វើការងារជាក់ស្ដែងហើយយើងអាចផ្ទៀងផ្ទាត់ជាមួយ table ដែលយើងបាន select យកមកធ្វើ chat បាទអូខេនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើចំណុច insert ត្រង់ចំណុច link បាទអញ្ចឹង link គឺជាការប្រើប្រាស់សម្រាប់ link ទៅកាន់website ឬក៏ link ទៅកាន់ platform ណាមួយឬក៏យើងអាច link ទៅកាន់ site ផ្សេងទៀតដែលមាននៅក្នុង file ហ្នឹងឬក៏យើងអាច link ពីឯកសារមួយទៅកាន់ឯកសារមួយទៀតបានបាទអញ្ចឹងជាឧទាហរណ៍ខ្ញុំចុច select លើនេះហើយខ្ញុំចូល link បាទបន្តមកទៀតខ្ញុំចង់ link វានៅក្នុងឯកសារហ្នឹងបាទអញ្ចឹងបើសិនជាយើងចង់ link នៅក្នុងឯកសារមួយហ្នឹងគឺយើងយកពាក្យplace in this document បាទបន្តមកទៀតយើងអាចជ្រើសរើស sheet ដែលយើងចង់ link ទៅរកបាទអញ្ចឹងឧទាហរណ៍ខ្ញុំចង់ link មកកាន់ stock in បាទអញ្ចឹងខ្ញុំយក stock in ហើយចុច OK អញ្ចឹងក្នុងនេះគឺវាជាប់ link ហើយវា show stock in បាទអញ្ចឹងពេលដែលយើងចុចលើវាគឺវា link មកកាន់ table stock in អូខេអញ្ចឹងខ្ញុំឧទាហរណ៍មួយទៀតករណីកន្លែងនេះខ្ញុំវាអក្សរថា Excel អូខេខ្ញុំចង់ link កន្លែង cell ហ្នឹងទៅកាន់ website ណាមួយអញ្ចឹងគឺយើងចុចលើ cell ហ្នឹងបន្តមកទៀតចូល insert ហើយយើងយកពាក្យ link អញ្ចឹងគឺយើងយកពាក្យ existing file or web page បាទអញ្ចឹងគឺមានន័យថាយើងអាច link ទៅកាន់ web browser ឬក៏យើងអាច link ទៅកាន់ file ផ្សេងបាទអញ្ចឹងក្នុងនេះយើងអាចជ្រើសរើស file ដែលយើងចង់ link ហើយកន្លែងនេះប្រើ page នេះគឺយើងអាចជ្រើសរើស address នៃ page ហ្នឹងយកមកដាក់ក្នុងហ្នឹងមកបន្តមកទៀតយើងចុច OK បាទអញ្ចឹងខ្ញុំឧទាហរណ៍នេះគ្រាន់តែជា link ឧទាហរណ៍ទេហើយចុច OK មកបាទអញ្ចឹងវា link ទៅកាន់ web page មួយហ្នឹងហើយបាទអូខេប៉ុន្តែដោយសារអត់អ៊ីនធឺណិតវាអត់ចាញ់ទេអូខេអញ្ចឹងនេះគឺជារបៀបនៃការ link ទៅកាន់web page ឬក៏យើងអាច link ទៅកាន់ YouTube link ទៅកាន់ Facebook link ទៅទីណាក៏ដោយឲ្យតែយើងមាន link ដែលចេញពី platform ហ្នឹងបាទអូខេហើយចំពោះការ link ទៅកាន់ file ផ្សេងយើងអាចប្រើបានដូចគ្នាអញ្ចឹងយើងចូល link មកយើង select លើវាហើយយើងចូល link មកគឺវាចេញបែបនេះហើយអញ្ចឹងយើងអាចlink ទៅកាន់ file ណាមួយដែលយើងចង់ link ទៅរកអញ្ចឹងឧទាហរណ៍ខ្ញុំ link ទៅរក file មួយនេះចុច OK អូខេអញ្ចឹងពេល double click ទៅគឺវាទៅកាន់ file មួយហ្នឹងហើយបាទអូខេករណីបើសិនជាយើងចង់ link នៅក្នុង file ហ្នឹងយើងអាចចូល place in this document ហើយឧទាហរណ៍ខ្ញុំយក master list ចុច OK ពេលដែលចុចទៅគឺវាចូលមកកាន់ master list បាទហើយចំពោះការ remove link នឹងចេញគឺយើងអាច mouse ស្ដាំហើយយើងយកពាក្យ remove hyperlink បាទ
ឬក៏ខ្ញុំ back វាវិញសិនហើយយើងចង់ remove យើងអាចចូលមកកាន់ home បាទបន្តមកទៀតយើងអាចចូលកន្លែង clear នេះហើយយើងយក remove hyperlink បាទអញ្ចឹងនៅត្រង់ចំណុចនេះគឺយើងចូលទៅដល់ equation ដែលជាកន្លែងដែលយើងអាចសរសេរនៅសមីការបាទសរសេរនៅរូបមន្តគណិតវិទ្យាសរសេរនៅទម្រង់គណិតវិទ្យាបានច្រើនទម្រង់បាទអញ្ចឹងយើងចូល insert គឺយើងឃើញ equation បាទបន្តមកទៀតយើងអាចចូលក្នុងហ្នឹងអូខេអញ្ចឹងវានឹងចេញនៅtext box មួយហើយយើងអាចចូលទៅ shape format ដើម្បីធ្វើការ format ទៅលើ text box ហ្នឹងបានយើងអាចដូរពណ៌យើងអាចដូរ style បានបាទហើយចំពោះការបញ្ចូលយើងអាចចូល insert ហ្នឹងបាទបើសិនជាវាបាត់ទៅវិញគឺយើងអាចចូល insert ហើយយើងចូលមកកាន់ equation អូខេបន្តមកទៀតយើងនឹងឃើញទម្រង់រូបមន្តទម្រង់គណិតវិទ្យាបាទមានច្រើនទម្រង់បាទអញ្ចឹងឧទាហរណ៍ខ្ញុំយកទម្រង់នេះមកប្រើបាទអញ្ចឹងគឺអាចសរសេរបាទ x លើ y បាទអូខេកាលណាយើងចង់បន្ថែមទៀតយើងចូល insert ហើយយើងយក equation អូខេឧទាហរណ៍យើងចង់សរសេរជា limit យើងអាចជ្រើសរើស limit បាទអូខេបាទអញ្ចឹងវាចេញទម្រង់ limit អូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងទម្រង់គណិតវិទ្យាយើងអាចចូលមកសរសេរនៅក្នុង equation បានបាទវានឹងចេញ text box បែបនេះបាទយើងអាចយកវាមកប្រើនៅទម្រង់គណិតវិទ្យាជាច្រើនប្រភេទបាទយើងចង់ដាក់អង្គតិក្រាលក៏បានបាទចំពោះអង្គតិក្រាលគឺយើងចូលកន្លែងនេះបាទអញ្ចឹងឧទាហរណ៍ខ្ញុំចូល cell ថ្មីចូល insert ចុច equation បាទយកទម្រង់អង្គតិក្រាលអញ្ចឹងវាមានច្រើនទម្រង់បាទកន្លែងនេះបើសិនជាយើងចង់ដាក់វិភាគគឺយើងអាចចូលចុចចំណុចមួយនេះបាទអញ្ចឹងវាចេញទម្រង់វិភាគអញ្ចឹងឧទាហរណ៍ខ្ញុំអង្គតិក្រាល0ទៅ1បាទអញ្ចឹងគណិតវិទ្យាខ្ញុំភ្លេចអស់ហើយបាទអញ្ចឹងក្នុងនេះគ្រាន់តែជាឧទាហរណ៍ទេបាទគ្រាន់តែជាឧទាហរណ៍ទេបាទបើយើងចង់បន្ថែមមានការ៉េមានអីទៀតយើងអាចចូលកន្លែងនេះបាទកន្លែង script នេះបាទឧទាហរណ៍កន្លែងនេះខ្ញុំដាក់ y ស្វ័យគុណ2បាទអូខេអញ្ចឹងបើយើងមានគណិតវិទ្យាយើងចង់មកសរសេរនៅក្នុងកម្មវិធី Excel គឺយើងអាចសរសេរបាននៅក្នុង equation អូខេអញ្ចឹងខ្ញុំឧទាហរណ៍ផ្សេងទៀតដូចជា matrix បាទ matrix ក៏មានច្រើនទម្រង់ដែរបាទអញ្ចឹងក្នុងនេះគ្រាន់តែជាឧទាហរណ៍ទេបើសិនជាយើងមានអត្ថបទគណិតវិទ្យាគឺងាយស្រួលយើងអាចយកមកសរសេរទៅតាមតម្រូវការដែលយើងចង់សរសេរបានអូខេអញ្ចឹងចំពោះលំហាត់សិស្សបាទឬក៏ដំណោះស្រាយគណិតវិទ្យាយើងអាចយកមកសរសេរនៅក្នុងកម្មវិធី Excel ក៏បានដែរបាទអូខេចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង symbol បាទ symbol គឺជាការដាក់តម្រង់ symbol ទៅក្នុង cell របស់យើងបាទក្នុងនោះមានច្រើនតម្រង់បាទយើងអាច insert មកប្រើតាមតម្រូវការអូខេហើយយើងអាច close អញ្ចឹងឧទាហរណ៍ក្នុង cell នេះខ្ញុំចង់ដាក់ symbol បាទខ្ញុំដាក់ anon insert បាទករណីម៉ែត្រការ៉េខ្ញុំបញ្ចូល m បាទអញ្ចឹងលេខ2គឺកន្លែងនេះបាទយើងចូលLatin 1នេះមកបន្តមកទៀតយើងចុចលេខ2នេះគឺ insert ទៅគឺចាញ់ឲ្យស្វ័យគុណ2បាទអញ្ចឹងឧទាហរណ៍បញ្ចូល m បាទហើយយើងចូល symbol អញ្ចឹងយើងចុច insert កន្លែងនេះទៅឬក៏ពេលដែលយើងធ្លាប់ប្រើហើយគឺវា load កន្លែងនេះយើង insert ទៅគឺអូខេបាទអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាទៅលើ draw tape បាទអញ្ចឹងប្រហែលជា version ទៀតប្រហែលជាអត់មានទេ draw tape ប៉ុន្តែចំពោះ version 2019គឺមានអូខេអញ្ចឹង draw tape គឺនៅចំណុចនេះបាទយើងចុចលើ draw tape
Chẳng chấm bùa trò thép cứ chỉ thép đại pra từ lời cả cú bà dừng ai san dừng ai lục vĩnh hay dừng ai highlight bà chẳng ưu thọក្នុងនេះខ្ញុំចង់ highlight អញ្ចឹងខ្ញុំចុច select មួយនេះគឺអាច highlight អូខេបើយើងអាច highlight ត្រង់ចំណុចដែលយើងចង់ highlight បើសិនជាករណីយើងចង់លុបវិញគឺយើងចូល erase បាទអូខេបើសិនជាខ្ញុំចង់សាញខ្ញុំចុចកន្លែងនេះបន្តទៀតបាទអាចសាញបានអូខេយើងអាច back វិញអូខេបើយើងអត់ចង់ប្រើ back គឺយើងចូល eraser នេះមកបន្តទៀតយើងលុបបានអូខេបាទអញ្ចឹងឧទាហរណ៍ក្នុងនេះខ្ញុំយក pen បាទយើងអាចសរសេរយើងអាចគូបាទយើងអាចសញ្ញេអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹង draw tab គឺយើងអាចស្វែងយល់ប៉ុណ្ណឹងហើយយើងអាចប្រើបើសិនជាមានតម្រូវការក្នុងការសាញឬក៏ក្នុងការ highlight គឺយើងអាចចូលមក highlight ដោយការប្រើប្រាស់ draw tab បានអូខេបាទអញ្ចឹងនៅក្នុងមេរៀននេះគឺយើងចូលដល់ page layout tab បាទអញ្ចឹង page layout tab គឺនៅត្រង់ចំណុចនេះគឺពាក់ព័ន្ធជាមួយនឹង page setup បាទអញ្ចឹង page setup សំខាន់សម្រាប់ធ្វើការ set up ទៅលើ select កិច្ចការរបស់យើងបាទអញ្ចឹងឧទាហរណ៍នៅក្នុង table stock in នេះបើយើងចង់កំណត់ទំហំกระดาษយើងអាចចូល size បាទយើងអាចចូល size ហើយយើងជ្រើសរើសទំហំក្រដាសទៅតាមការប្រើប្រាស់ជាក់ស្ដែងរបស់យើងបាទករណីបើសិនជាវាអត់មាននៅខាងលើនេះយើងអាចចូលមក size ហើយយើងអាច customize បាទអញ្ចឹងចំណុចទី1ពាក់ព័ន្ធជាមួយ page យើងអាចជ្រើសរើសជា portrait ជាกระดาษបញ្ឈរឬក៏យើងអាចជ្រើសរើសជា landscape សម្រាប់กระดาษផ្ដេកបាទបន្តមកទៀតត្រង់ខាងក្រោមនេះ paper size យើងអាចជ្រើសរើសបាទយើងអាចជ្រើសរើសអូខេចំណែកចំណុចនេះគឺពាក់ព័ន្ធជាមួយនឹង margin គឺយើងកំណត់ទៅលើ game សងខាងបាទ game សងខាងអញ្ចឹងមាន top bottom right left បាទ left ខាងឆ្វេង top ខាងលើ bottom ខាងក្រោម right ខាងស្ដាំហើយចំពោះគម្លាតheader ឬក៏ footer គឺយើងអាចកំណត់បានដូចគ្នាបាទអញ្ចឹងឧទាហរណ៍ខាងឆ្វេងបាទយើងបន្ថែមអញ្ចឹងវារំកើមកខាងស្ដាំបាទអូខេយើងអាច print preview អញ្ចឹងវាចេញតម្រងបែបនេះអូខេអញ្ចឹងចំពោះ header ហើយនិង footer គឺយើងអាចដាក់បាទយើងអាច custom ហើយយើងអាចដាក់ឧទាហរណ៍ខ្ញុំដាក់ជា page អូខេអញ្ចឹងចំនួន page គឺវានឹងសូននៅ header footer ដូចគ្នាឧទាហរណ៍ខ្ញុំដាក់ date បាទ date ខាងនេះហើយខាងនេះដាក់ page អូខេខាងនេះខ្ញុំដាក់ជា date អញ្ចឹង date យើងដាក់ខាងនេះហើយឧទាហរណ៍ដាក់ម៉ោងជាអូខេអញ្ចឹងវាចេញ date page ជាមួយនឹងម៉ោងអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការកំណត់ទំហំกระดาษគឺយើងអាចរើសឧទាហរណ៍ខ្ញុំយកជា A4 គឺរើសជា A4 មកអូខេហើយកระดาษបញ្ឈរឬផ្ដេកយើងអាចចូលទៅកន្លែងនេះបាទ more format បាទហើយយើងអាចរើសកន្លែងនេះក៏បានឬក៏យើងចូលមកកន្លែង orientation នេះគឺយើងអាចរើស portrait ឬក៏ landscape ក៏បានដែរអញ្ចឹង portrait គឺกระดาษបញ្ឈរហើយ landscape គឺกระดาษផ្ដេកបាទចំណុចបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹង margin បាទ margin យើងអាចកំណត់ក្នុងនេះបានដូចគ្នា margin បាទជាឧទាហរណ៍មិញហ្នឹងប៉ុន្តែនៅក្នុងនេះក៏មាន margin ដែរបាទអញ្ចឹងគឺយើងអាចកំណត់នៅកន្លែងណាក៏បានដែរស្រេចតែយើងទេបាទកន្លែងហ្នឹងអូខេបាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀន Excel របស់យើងបន្តទៀតមេរៀននេះគឺយើងសិក្សាត្រង់ចំណុច data tab
បាទពាក្យព័ន្ធជាមួយនឹង remove duplicate បាទអញ្ចឹង remove duplicate គឺយើងប្រើសម្រាប់ remove ទិន្នន័យដែល double បាទយើងចង់ remove ទិន្នន័យដែល double ចេញបាទយើងអាចប្រើ remove duplicate បាទអញ្ចឹងឧទាហរណ៍ខ្ញុំ copy លេខកូដហើយនឹង description នេះទៅបាទអញ្ចឹងនៅក្នុងនេះគឺទិន្នន័យនេះគឺមាន double លេខកូដហើយនឹង description អញ្ចឹងជាឧទាហរណ៍យើងយកទៅ paste នៅក្នុង sheet ថ្មីមួយទៀតបាទអូខេអញ្ចឹងកន្លែងនេះវាជាប់រូបមន្តអញ្ចឹងយើង paste ជា value បានវាមកទាំងអស់បាទយើងអត់ឲ្យជាប់រូបមន្តទេអូខេអញ្ចឹងយើងបានទិន្នន័យប៉ុណ្ណឹងគឺមាន double បាទអញ្ចឹងយើងចង់ឆែកវា double ឬមិន double យើងអាច select វាហើយយើងអាចប្រើ conditional formatting បន្តមកទៀតយើងចូល double value អូខេអញ្ចឹងយើងឃើញទិន្នន័យមាន double អញ្ចឹងយើងចង់ remove double ចេញអញ្ចឹងយើង select លើវាបាទបន្តមកទៀតគឺយើងចូល data type បាទបន្ទាប់ពីចូល data type ហើយយើងឃើញមានពាក្យ remove duplicate បាទយើងចុចលើវាបន្តមកទៀតយើង select ទៅលើ column ដែលយើងចង់ remove ចេញបាទបន្ទាប់ពី select នឹងហើយគឺយើងអាចចុច OK បានបាទចុច OK មកអញ្ចឹងវានឹង remove នៅទិន្នន័យដែល double ចេញបាទអូខេបាទអញ្ចឹងនៅក្នុងចំណុចនេះគឺយើងរៀនទៅលើ data type ដដែលគឺត្រង់ចំណុច data validation បាទអញ្ចឹង data validation គឺយើងប្រើចំពោះលក្ខខណ្ឌប្រភេទទិន្នន័យបាទអញ្ចឹងពេលយើងចុចលើវាគឺមាននៅ box នេះ load មកមួយគឺយើងអាចឃើញមាន mistake setting ហើយនិង error alert បាទអញ្ចឹងនៅក្នុង setting គឺមានកន្លែង allow នេះគឺយើងមានប្រភេទទិន្នន័យបាទប្រភេទទិន្នន័យដែលយើងអាចកំណត់បាទអញ្ចឹងនៅក្នុង cell យើងអាចកំណត់ cell ហ្នឹងបាទជាប្រភេទទិន្នន័យជាប្រភេទ page ជាប្រភេទlist បាទអញ្ចឹងជាឧទាហរណ៍ខ្ញុំចង់បង្កើត drop down list មួយបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ border បាទជាឧទាហរណ៍ហើយ cell មួយនេះខ្ញុំដាក់ record បាទអញ្ចឹងខ្ញុំ copy តែម្ដងទៅអូខេបាទអញ្ចឹងយើងអាចចម្លង format ខាងលើហ្នឹងបាទចុចកន្លែងនេះមកបន្តទៀតយើងមកចម្លង format ខាងក្រោមអូខេអញ្ចឹងខ្ញុំចង់បានកន្លែង cell code ហ្នឹងគឺអាចបង្កើតជា drop down list បាទអញ្ចឹងយើងអាចចុចលើ cell ហ្នឹងបន្តមកទៀតចូល data ហើយយើងចូលទៅកាន់ data validation អូខេត្រង់កន្លែង setting នេះកន្លែង allow គឺយើងជ្រើសរើសជាប្រភេទ list បាទបន្តមកទៀតកន្លែង source នេះគឺយើងអាចselect នៅ list ដែលយើងចង់មកបង្កើតជា drop down list ហ្នឹងបាទអញ្ចឹងខ្ញុំ select លេខកូដបាទយើង select លេខកូដប៉ុណ្ណឹងមកបន្តមកទៀតចុច OK អញ្ចឹងយើងឃើញសញ្ញានេះមួយគឺយើងអាចជ្រើសរើសលេខកូដបានអូខេអញ្ចឹងចំណុចនេះហើយគឺពាក់ព័ន្ធជាមួយនឹងការបង្កើត drop down list បាទអូខេអញ្ចឹងខ្ញុំ back មកវិញខ្ញុំបង្ហាញម្ដងទៀតបាទចុចកន្លែង cell ចូល data បន្តមកទៀតចូល data validation ហើយយើងចូល setting បន្តមកទៀតចូលកន្លែង allow នេះគឺយើងយកជា list បន្តមកទៀត source គឺយើង select នៅ list ដែលយើងចង់យកមកដាក់បាទហើយយើងចុច OK មកបាទអញ្ចឹងយើងនឹងទទួលបាន drop down list អូខេបាទអញ្ចឹងកន្លែង description នេះឧទាហរណ៍យើងប្រើរូបមន្ត VLOOKUP បាទអញ្ចឹងយើងវាពាក្យ VLOOKUP យើងចុច tab បន្តទៀតជ្រើសរើសលេខកូដក្បៀសហើយយើង select ទៅលើ table នេះមកបាទបន្តមកទៀតក្បៀសលេខ2ក្បៀស0បិទវងកញ្ចក់ enter បាទអញ្ចឹងពេលយើង select លេខកូដគឺវានឹងចេញនៅ description អូខេចំណុចបន្តមកទៀតត្រង់កន្លែងនេះឧទាហរណ៍យើងដាក់ date
bạn chẳng ưu theo cái lại đẹp này cứ dương trong cầm nọt viết bị cho ban tái đẹp thì bị cho ban tại ngày khai tiền chẳng dương ai chỗ data validation bắt đầu tiếp dương ai chỗ cái lại setting ní bạn bắt đầu tiếp cứ cái lại alo nó cái dương dục đẹp thì bạn chẳng bị cho ra bị đẹp cứ ở bàn thì hay dương ai đã between bạn between ឬក៏យើងអាចដាក់ not between បាទ between ហ្នឹងគឺបានន័យថាចន្លោះបាទអញ្ចឹងកន្លែងនេះចំពោះ last den បានន័យថាវាទូជាងអញ្ចឹងឧទាហរណ៍ខ្ញុំយក last den បាទថ្ងៃទី20 ខែ8ថ្ងៃទី22 2025អូខេអញ្ចឹងឧទាហរណ៍យើងចូល21អូខេយើងចូលខែ8ថ្ងៃទី21 2025បាទបន្តមកទៀតពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌ number បាទខ្ញុំលើកឧទាហរណ៍ពាក់ព័ន្ធជាមួយ number បាទអញ្ចឹងនៅក្នុងលក្ខខណ្ឌ number ហ្នឹងយើងអាចចូលទៅកំណត់ data បាទចូល data validation បន្តមកទៀតចូល setting អញ្ចឹងចំពោះ any value បានន័យថា cell ទាំងអស់ហ្នឹងគឺបញ្ចូលបានគ្រប់លក្ខខណ្ឌទាំងលេខទាំងអក្សរទាំងថ្ងៃខែគឺបញ្ចូលបានប៉ុន្តែករណីយើងយក number អូខេអញ្ចឹងបញ្ចូលបានតែ number ទេអក្សរបញ្ចូលបានទេហើយមានលេខចន្លោះទៀតបើសិនជាយើងដាក់លក្ខខណ្ឌឧទាហរណ៍ពីលេខ0ដល់លេខ9អញ្ចឹងកន្លែងនេះលក្ខខណ្ឌគឺយើងយក between បាទ between អញ្ចឹងកន្លែងនេះ0ដល់លេខ9បាទអញ្ចឹងយើងបញ្ចូល2025វា load error បាទអញ្ចឹងវាឲ្យតែយើងអាច cancel យើងអាចចូល data validation ហើយយើងយក input message យើងដាក់ only from 0ទៅលេខ9អូខេបាទអញ្ចឹងវា load message កាលណាយើងវាយ10វាយ20បាទអញ្ចឹងវា load error បើវាយលេខ2បាទចំណុចបន្តមកទៀតគឺចំពោះលក្ខខណ្ឌជា time បាទអញ្ចឹងក្នុងនេះខ្ញុំដាក់ time អូខេចូលក្នុង cell ហ្នឹងបន្តមកទៀតចូល data validation បាទយើងចូល data សិនមកហើយយើងចូល data validation យើងយកជា time បាទអញ្ចឹង time យើងអាចកំណត់start time ហើយនិង end time បាទអញ្ចឹងឧទាហរណ៍ខ្ញុំ start ម៉ោង7បាទ add time ម៉ោង8បាទចុច OK អញ្ចឹងករណីបញ្ចូលជាអក្សរ enter បាទវានឹង load error បាទអញ្ចឹងយើង cancel បាទកន្លែង data validation យើងក៏អាចបញ្ចូលនៅ error alert បាទអញ្ចឹងកន្លែងនេះយើងអាចដាក់ something wrong បាទ please try again មកចុច OK មកអញ្ចឹងកាលណាយើងបញ្ចូលជាអក្សរ insert ទៅគឺវាចេញ error បាទវាចេញនៅ alert ដែលយើងបានកំណត់អូខេអញ្ចឹងកន្លែងនេះគឺយើងត្រូវបញ្ចូលជាទម្រង់ម៉ោងបាទអញ្ចឹងឧទាហរណ៍យើងបញ្ចូលលេខ8 00 បាទយើងបញ្ចូលជាទម្រង់ម៉ោងទៅបានបាទអញ្ចឹងកន្លែងនេះយើងអាចកំណត់ទៅជា time បាទអញ្ចឹងកាលណាយើងបញ្ចូលលេខ7វា error បាទអញ្ចឹងក្នុងហ្នឹងយើងបញ្ចូលគឺត្រូវបញ្ចូលជាទម្រង់ម៉ោងបាទបញ្ចូលជាទម្រង់លេខធម្មតាគឺវា error បាទអូខេអញ្ចឹងករណីយើងចង់ remove នៅលក្ខខណ្ឌដែលយើងបានកំណត់នៅក្នុង cell ហ្នឹងយើងអាចចូល data បាទយើងអាចចូល data បន្តមកទៀតចូល data validation បាទអញ្ចឹងកន្លែងនេះយើងអាចលុបចេញបាទកន្លែងនេះយើងអាចលុបចេញបាទហើយកន្លែងនេះយើងអាចផ្លាស់ប្ដូរឬក៏យើង clear បាទ
តោះទៀតយើងចុច OK វាទៅជា value ធម្មតាវិញបាទអូខេបាទអញ្ចឹងចំណុចបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹង group និង ungroup បាទអញ្ចឹងឧទាហរណ៍យើងចូល insert យើងគូ sharp បាទជាឧទាហរណ៍បាទអញ្ចឹងយើងគូ sharp 2 3មកបាទអញ្ចឹងខ្ញុំមាន sharp ប៉ុណ្ណឹងបាទកន្លែងនេះខ្ញុំដូរពណ៌មួយចុះអូខេអញ្ចឹងដើម្បីgroup វាបានយើងត្រូវធ្វើម៉េចអញ្ចឹងយើងអាច select វា all បាទយើងចុច shift ហើយយក cursor ចុចលើវាទៅឬក៏យើងចុច select មួយចេះហើយយើងអាច control A បាទបន្តមកទៀតគឺយើងចូលទៅកាន់ data បាទបាទអញ្ចឹងកន្លែង group នេះគឺវាអត់ឲ្យទេយើងចូល sharp បាទយើងចូល sharp គឺយើងឃើញមានពាក្យ group បាទអញ្ចឹងយើងអាចចុចgroup វាបានបាទអូខេអញ្ចឹងចំពោះការ ungroup យើងអាចចូលមកកាន់ group ម្ដងទៀតបាទហើយយើងយកពាក្យ ungroup វិញអូខេអញ្ចឹងនេះពាក់ព័ន្ធជាមួយនឹងការ group បាទហើយចំពោះ data យើងអាច group បានអូខេករណី data នេះខ្ញុំចង់ group ខ្ញុំអាច select ឧទាហរណ៍ចាប់ពីលេខកូដលេខ3នេះបាទ select ប៉ុណ្ណឹងហើយចូល group បាទអញ្ចឹងអាច group វាបាទអញ្ចឹងយើងអាចពលាយើងអាចបរួមបាទអូខេករណីយើងចង់ group ទាំងអស់យើងអាច select ទាំងអស់ចឹងទៅហើយយើងចូលទៅ ungroup ជាមុនសិនបន្តមកទៀតគឺយើងចូល group បាទចូល group ទៅអូខេអញ្ចឹងយើងអាច group វាបានអូខេករណីយើងចង់ ungroup វិញគឺយើង select ប៉ុណ្ណឹងយើងចូល ungroup បាទអញ្ចឹងពាក់ព័ន្ធជាមួយ group គឺមានប៉ុណ្ណឹងបាទចំណុចបន្តមកទៀតពាក់ព័ន្ធជាមួយនឹង tab review បាទអញ្ចឹងនៅក្នុង tab review គឺមានចំណុចនេះគឺ protect sheet បាទចំពោះ protect sheet គឺយើងអាចធ្វើការ protect នៅ cell ដែលយើងចង់ protect វាបាទអញ្ចឹងឧទាហរណ៍កន្លែងនេះលេខកូដ VLOOKUP អញ្ចឹងយើងចង់ protect វាកុំឲ្យមានការលុបបានឬក៏យើងកុំឲ្យជួនកាលរៀលដៃទៅច្រឡំចុចលុបបាទយើងអាច protect បាទអញ្ចឹងយើង select លើ cell មួយហ្នឹងបន្តមកទៀតគឺយើងចូល protect sheet បាទហើយយើង select lock cell ហើយ select unlock cell បន្តមកទៀតគឺយើងអាចដាក់ password បាទយើងដាក់ password អញ្ចឹងវាឲ្យយើង re-enter បាទយើងចូល password ដែលយើងបានកំណត់មិញបន្តមកទៀតយើងអូខេអញ្ចឹងក្នុងហ្នឹងយើងបញ្ចូលទៅណីអត់បានទេបញ្ចូលទៅគឺ error បាទបញ្ចូល error ករណីយើងចង់unprotect វិញគឺយើងអាច select cell មួយហ្នឹងបន្តមកទៀតគឺយើងចូល unprotect បន្តមកទៀតគឺយើងដាក់ password ហើយចុច OK អញ្ចឹងយើងអាចកែបានបាទអញ្ចឹងក្នុងនេះយើងអាចកែបានអូខេអញ្ចឹងខ្ញុំ control set អូខេអញ្ចឹងចំណុចនេះគឺមានប៉ុណ្ណឹងបាទអញ្ចឹងចំណុចបន្តមកទៀតគឺត្រង់ចំណុច view tab បាទអញ្ចឹងយើងចូល view tab គឺយើងមានឃើញពាក្យ freeze pane បាទអញ្ចឹងត្រង់កន្លែងហ្នឹងគឺយើងអាចកំណត់ប្រើសម្រាប់ table របស់យើងបាទអញ្ចឹងឧទាហរណ៍នៅក្នុង stock in វាមានតន័យច្រើនហើយនៅពេលដែលយើង scroll ទៅគឺវាបាត់ខ្លឹមសារខាងលើនេះអញ្ចឹងយើងចង់ឲ្យវានៅទាំងពីរនេះបាទ freeze pane ខាងលើបាទអញ្ចឹងវាមានខាងលើហើយនិងខាងឆ្វេងបាទអញ្ចឹងយើងពេលដែលយើង scroll ទៅអាលេខកូដនេះគឺនៅដែរបាទអញ្ចឹង select កន្លែងនេះបាទ select កន្លែងនេះបាទយើងចូលខាងលើមក freeze pane អូខេពេលយើង scroll ទៅគឺលេខកូដវាអត់ទៅទេហើយខាងលើគឺអត់ទៅដូចគ្នា